នៅចុងភូមិស្ងប់ស្ងាត់មួយដែលព័ទ្ធជុំវិញដោយវាលស្រែបៃតងនិងដើមថ្នោតឈោករួនតាមខ្យល់មានផ្ទះឈើតូចមួយដែលធ្លាប់ជាកន្លែងពោពេញដោយសំណើចនិងសេចក្តីស្រឡាញ់របស់គ្រួសារមួយផ្ទះនោះមិនមែនជាផ្ទះធំសម្បើមឬសម្បូរទ្រព្យសម្បត្តិអ្វីឡើយប៉ុន្តែវាធ្លាប់ជាផ្ទះដែលក្មេងស្រីម្នាក់មានអារម្មណ៍ថាខ្លួនជាមនុស្សដែលមានសំណាងជាងគេក្នុងโลกព្រោះនាងមានឪពុកដែលឧស្សាហ៍ព្យាយាមមានម្ដាយដែលស្រឡាញ់នាងលើអ្វីៗទាំងអស់និងមានភាពកក់ក្ដៅដែលមិនអាចរកទិញបានដោយលុយក្មេងស្រីម្នាក់នោះមានឈ្មោះថាសូភានាងជាកូនស្រីតែម្នាក់គត់របស់គ្រួសារហើយជាក្តីសង្ឃឹមតែមួយរបស់ឪពុកម្ដាយដែលខំធ្វើការតាំងពីព្រលឹមរហូតដល់ព្រលប់ដើម្បីឲ្យកូនមានអាហារហូបមានសម្លៀកបំពាក់ស្លៀកនិងបានចូលរៀនដោយកូនអ្នកដទៃទោះជាជីវភាពនិងធូរធារប្រមាណក៏ដោយសូភាមិនដែលមានអារម្មណ៍ថាខ្លួនក្រឡើយព្រោះនៅក្នុងភ្នែករបស់ក្មេងស្រីតូចម្នាក់សេចក្តីស្រឡាញ់របស់ម្ដាយនិងស្នាមញញឹមរបស់ឪពុកគឺជាទ្រព្យសម្បត្តិដ៏ធំបំផុតដែលជីវិតអាចផ្ដល់ឲ្យបានណាតាំងពីសូភានៅទូចម្ដាយរបស់នាងតែបង្រៀនឲ្យចេះគោរពមនុស្សចេះអត់ធ្មត់ចេះជួយអ្នកដទៃនិងចេះរស់នៅដោយចិត្តល្អរៀងរាល់ពេលថ្ងៃលិចម្ដាយតែអង្គុយសិតសក់ឲ្យនាងនៅមុខផ្ទះខណៈដែលឪពុកកំពុងស្រោចដំណាំនៅសួនក្រោយផ្ទះសំឡេងសើចរបស់ក្មេងស្រីតូចលាយឡំជាមួយសំឡេងខ្យល់បក់កាត់ស្លឹកឈើធ្វើឲ្យផ្ទះតូចមួយនោះមានជីវិតនិងមានក្តីសុខដែលមិនអាចពិពណ៌នាបានសូភាតែងគិតថាជីវិតរបស់នាងនឹងនៅតែស្រស់ស្អាតបែបនេះរហូតនាងមិនដែលគិតសោះថាថ្ងៃមួយពិភពលោកដ៏កក់ក្ដៅនេះនឹងត្រូវរលំចុះក្នុងរយៈពេលដ៏ខ្លីហើយក្មេងស្រីម្នាក់ដែលធ្លាប់ស្គាល់តែភាពស្រឡាញ់នឹងត្រូវរៀនរស់នៅជាមួយភាពឯកោនិងទឹកភ្នែកនៅពេលសូភាមានអាយុទើប9ឆ្នាំម្ដាយរបស់នាងបានធ្លាក់ខ្លួនឈឺធ្ងន់ដោយជំងឺដែលគ្មាននរណានឹកស្មានដល់ដំបូងគ្រួសារគិតថាវាគ្រាន់តែជាជំងឺធម្មតាប៉ុន្តែពេលជំងឺកាន់តែធ្ងន់ឪពុកក៏ខំរត់រត់ពេទ្យនិងខ្ចីលុយអ្នកភូមិដើម្បីព្យាបាលទោះគាត់ព្យាយាមអស់ពីសមត្ថភាពយ៉ាងណាក៏ដោយក៏មិនអាចទប់ពេលវេលាបានឡើយនៅព្រឹកមួយដើម្បីពោពេញដោយពពកខ្មៅនិងភ្លៀងធ្លាក់ស្រាលស្រាលម្ដាយរបស់សូភាក៏បានបិទភ្នែកជារៀងរហូតដោយបន្សល់ទុកកូនស្រីតូចម្នាក់ឲ្យរស់នៅជាមួយការឈឺចាប់ដែលមិនទាន់យល់ថាការបាត់បង់មនុស្សជាទីស្រឡាញ់មានន័យធំធេងប៉ុណ្ណាសូភាមិនយំខ្លាំងដោយមនុស្សធំឡើយនាងគ្រាន់តែឈរមើលមនុស្សជាច្រើនយកម្ដាយរបស់នាងទៅដោយមិនយល់ថាហេតុអ្វីម្ដាយមិនភ្ញាក់ឡើងមកសិតសក់ឲ្យនាងដូចរាល់ថ្ងៃទៀតក្មេងស្រីតូចម្នាក់នៅថ្ងៃនោះមិនទាន់យល់អំពីពាក្យថាស្លាប់ទេប៉ុន្តែនាងបានដឹងថាចាប់ពីថ្ងៃនោះតទៅគ្មាននរណាហៅនាងដោយសំឡេងទន់ភ្លន់ដូចមុនទៀតឡើយបន្ទាប់ពីម្ដាយស្លាប់ជីវិតរបស់ឪពុកក៏ផ្លាស់ប្ដូរទាំងស្រុងលោកវិសាលដែលជាឪពុករបស់សូភាត្រូវធ្វើការទាំងថ្ងៃទាំងយប់ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារនិងសងបំណុលថ្លៃព្យាបាលភរិយាពេលព្រឹកគាត់ចេញទៅធ្វើស្រែមកដល់ផ្ទះវិញពេលថ្ងៃជិតលិចហើយនៅពេលយប់ក៏ត្រូវបោកកៅអៅធ្វើម្ហូបនិងជួយកូនស្រីរៀនបើទោះបីជានឿយហត់យ៉ាងណាក៏គាត់មិនដែលបង្ហាញភាពអស់សង្ឃឹមនៅចំពោះមុខកូនឡើយគាត់ព្យាយាមធ្វើជាឪពុកផងជាម្ដាយផងព្រោះគាត់មិនចង់ឲ្យសុភាមានអារម្មណ៍ថានាងជាក្មេងដែលគ្មានម្ដាយដូចអ្នកដទៃនិយាយឡើយប៉ុន្តែជីវិតរបស់បុរសម្នាក់ដែលត្រូវទទួលខុសត្រូវគ្រប់យ៉ាងតែម្នាក់ឯងមិនអាចរឹងមាំបានរហូតទេការងារកាន់តែច្រើនបំណុលកាន់តែធ្ងន់ហើយកូនស្រីក៏កំពុងធំឡើងដែលត្រូវការអ្នកមើលថែចិត្តស្និទ្ធអ្នកភូមិជាច្រើនចាប់ផ្ដើមណែនាំឲ្យលោកវិសាលរៀបការម្ដងទៀតមនុស្សគ្រប់គ្នាប្រាប់ថាផ្ទះមួយមិនអាចខ្វះស្ត្រីបានទេហើយសុភាក៏ត្រូវការម្ដាយម្នាក់ដែរដំបូងលោកវិសាលបដិសេធជានិច្ចព្រោះគាត់ខ្លាចថាមនុស្សថ្មីនឹងមិនស្រឡាញ់កូនស្រីរបស់គាត់ដូចម្ដាយបង្កើតគាត់ធ្លាប់ឮរឿងជាច្រើនអំពីកូនដែលរងទុក្ខដោយសារម្ដាយចង់ហើយគាត់មិនចង់ឲ្យសុភាខ្លាចជាក្មេងម្នាក់ក្នុងចំណោមរឿងទាំងនោះឡើយប៉ុន្តែពេលវេលាកន្លងទៅគាត់ក៏ចាប់ផ្ដើមទទួលស្គាល់ថាខ្លួនមិនអាចមើលថែកូនបានល្អដូចមុនទៀតមានថ្ងៃខ្លះសុភាត្រូវនៅផ្ទះម្នាក់ឯងព្រោះឪពុកត្រូវចេញទៅធ្វើការឆ្ងាយមានថ្ងៃខ្លះនាងត្រូវចម្អិនបាយដោយខ្លួនឯងទោះនៅតែជាក្មេងស្រីតូចក៏ដោយរាល់ពេលឃើញកូនស្រីអង្គុយម្នាក់ឯងនៅមុខផ្ទះមើលក្មេងដទៃដែលមានម្ដាយមកទទួលពីសាលាបេះដូងរបស់លោកវិសាលក៏ឈឺចាប់យ៉ាងខ្លាំងនៅទីបំផុតបន្ទាប់ពីគិតអស់ជាច្រើនខែលោកវិសាលក៏សម្រេចចិត្តរៀបការជាមួយស្ត្រីម្នាក់ឈ្មោះមាលានាងជាស្ត្រីមេម៉ាយដែលមានកូនស្រីម្នាក់ឈ្មោះរចនាមានអាយុប្រហែលសូភាមុនរៀបការមាលាបានបង្ហាញខ្លួនជាមនុស្សទន់ភ្លន់ចេះនិយាយផ្អែមល្ហែមនិងតែងប្រាប់ថានាងនឹងស្រឡាញ់សូភាដោយកូនបង្កើតពាក្យសន្យាទាំងនោះធ្វើឲ្យលោកវិសាលសប្បាយចិត្តយ៉ាងខ្លាំងព្រោះគាត់គិតថាទីបំផុតកូនស្រីរបស់គាត់នឹងមានអ្នកមើលថែមានអ្នកសិតសក់ឲ្យនិងមានអ្នកចាំអោបនៅពេលយប់ដោយការម្ដាយនៅរស់សុភាវិញក៏មានក្តីសង្ឃឹមដូចគ្នានាងមិនដែលប្រកាន់ថាមាលាមិនមែនជាម្ដាយបង្កើតទេនៅក្នុងចិត្តរបស់ក្មេងស្រីដែលបាត់បង់ម្ដាយតាំងពីតូចនាងគ្រាន់តែចង់មានមនុស្សម្នាក់ដែលអាចហៅថាម៉ែម្ដងទៀតនៅថ្ងៃដែលមាលានិងរចនាចូលមករស់នៅក្នុងផ្ទះសូភាជាអ្នកជួយរៀបចំបន្ទប់ជួយលើកអីវ៉ាន់និងខំញញឹមដាក់អ្នកទាំងពីរដោយស្មោះត្រង់នាងស្រមៃថាចាប់ពីថ្ងៃនេះទៅនាងនឹងមានបងប្អូនស្រីម្នាក់លេងជាមួយមានម្ដាយម្នាក់ដែលចាំមើលថែនាងនៅផ្ទះដែលពោពេញដោយសំណើចដូចកាលមុនវិញស្នាមញញឹមរបស់មាលានៅចំពោះមុខឪពុកគ្រាន់តែជារបាំងមួយប៉ុណ្ណោះ
នៅពីក្រោយស្នាមញញឹមនោះមានបេះដូងដែលមិនធ្លាប់ទទួលស្គាល់សុភាជាកូនឡើយហើយថ្ងៃដែលលោកវិសាលចេញទៅធ្វើការដំបូងបន្ទាប់ពីការរៀបការគឺជាថ្ងៃដែលជីវិតដ៏កក់ក្ដៅរបស់សុភាត្រូវបញ្ចប់ជារៀងរហូតនៅព្រឹកដំបូងបន្ទាប់ពីការរៀបការរបស់លោកវិសាលនឹងមានម្ដាយម្នាក់មកបំពេញកន្លែងដែលនៅទទេក្នុងបេះដូងអស់ជាច្រើនឆ្នាំនាងភ្ញាក់ពីព្រលឹមដោយភាពរីករាយជួយរៀបចំអាហារព្រឹកនិងខំធ្វើអ្វីឲ្យបានល្អដើម្បីឲ្យម្ដាយចង់មានអារម្មណ៍ថានាងជាកូនស្រីដែលគួរឲ្យស្រឡាញ់សុភាមិនធ្លាប់គិតថាការខិតខំរបស់ខ្លួននឹងអាចផ្លាស់ប្ដូរចិត្តមនុស្សបានទេប៉ុន្តែនាងជឿថាបើខ្លួនជាមនុស្សល្អមនុស្សជុំវិញក៏នឹងស្រឡាញ់នាងវិញដែរនោះគឺជាការគិតដ៏សាមញ្ញនិងស្មោះត្រង់របស់ក្មេងស្រីម្នាក់ដែលមិនទាន់ស្គាល់ថាមនុស្សមួយចំនួនអាចលាក់ភាពអាក្រក់នៅពីក្រោយស្នាមញញឹមបានយ៉ាងងាយស្រួលនៅចំពោះមុខលោកវិសាលមីលាតែងធ្វើជាម្ដាយដ៏ល្អនាងជួយដាក់បាយឲ្យសុភាសួរនាំអំពីការសិក្សានិងលើកដៃប៉ះក្បាលនាងដោយទឹកមុខទន់ភ្លន់លោកវិសាលមើលឃើញទិដ្ឋភាពទាំងនោះក៏មានអារម្មណ៍ថាបន្ទុកនៅក្នុងបេះដូងបានស្រាលចុះគាត់គិតថាការសម្រេចចិត្តរៀបការម្ដងទៀតគឺជារឿងត្រឹមត្រូវព្រោះយ៉ាងហោចណាស់កូនស្រីរបស់គាត់នឹងមិនឯកោដូចមុនទៀតឡើយពេលចេញទៅធ្វើការរាល់ព្រឹកគាត់តែងាកមើលសុភាដែលជាប់ក្បែរមីលាហើយក្នុងចិត្តគាត់មានតែការអរគុណដែលជីវិតបានផ្ដល់មនុស្សម្នាក់មកមើលថែកូនស្រីជំនួសខ្លួនប៉ុន្តែគាត់មិនបានដឹងឡើយថារាល់ពេលជើងរបស់គាត់ផុតចេញពីរំផ្ទះស្នាមញញឹមរបស់មីលាក៏រលាយបាត់ដោយផ្សែងហើយទឹកមុខដ៏ទន់ភ្លន់នោះក៏ប្រែទៅជាភាពត្រជាក់ដែលធ្វើឲ្យសុភាមានអារម្មណ៍ភ័យខ្លាចជាលើកដំបូងមិនបានយូរប៉ុន្មានសុភាក៏ចាប់ផ្ដើមយល់ថាម្ដាយចង់មិនបានមើលនាងដូចកូនឡើយរាល់ការងារនៅក្នុងផ្ទះត្រូវបានទម្លាក់មកលើនាងទាំងអស់ពីក្មេងស្រីដែលធ្លាប់មានភារកិច្ចត្រឹមជួយម្ដាយបន្តិចបន្តួចខ្លាចទៅជាមនុស្សដែលត្រូវក្រោកមុនគេនិងគេងក្រោយគេពេលព្រឹកមិនទាន់ភ្លឺនាងត្រូវដងទឹកពីអណ្ដូងបោកខោអាវបោសសម្អាតផ្ទះដាំបាយនិងរៀបចំម្ហូបឲ្យរួចមុនពេលទៅសាលាពេលត្រឡប់ពីសាលាវិញនាងមិនមានពេលអង្គុយសម្រាកដូចក្មេងដទៃឡើយនាងត្រូវបន្តលាងចានស្រោចបន្លែកាប់អស់និងរៀបចំអ្វីរហូតដល់យប់ខណៈដែលសុភាកំពុងធ្វើការទាំងនោះរចនាដែលជាកូនស្រីរបស់មាលាបែរជាអង្គុយញ៉ាំនំមើលទូរទស្សន៍ឬលេងជាមួយមិត្តភ័ក្តិដោយមិនដែលត្រូវធ្វើការងារផ្ទះសូម្បីតែបន្តិចសុភាមិនដែលត្អូញត្អែឡើយនាងគិតថាប្រហែលជាម្ដាយចង់គ្រាន់តែចង់បង្រៀនឲ្យនាងចេះការងារដោយដែលម្ដាយបង្កើតធ្លាប់បង្រៀនប៉ុន្តែពេលវេលាកន្លងទៅការងារកាន់តែច្រើនហើយពាក្យសម្ដីកាន់តែរឹងរូសបើនាងធ្វើម្ហូបប្រៃបន្តិចវេលានឹងស្ដីបន្ទោសបើបោកខោមិនស្អាតគ្រប់គ្រាន់នាងនឹងត្រូវបោកម្ដងទៀតបើនាងអង្គុយសម្រាប់មួយភ្លែតក៏ត្រូវចោទថាខ្ជិលរាល់កំហុសតូចបំផុតតែតែត្រូវបានពង្រីកឲ្យធំហើយរាល់ការខិតខំរបស់នាងមិនដែលទទួលបានពាក្យសរសើរសូម្បីតែមួយម៉ាត់សម្រាប់វេលាសុភាមិនមែនជាកូនស្រីទេប៉ុន្តែជាមនុស្សដែលត្រូវប្រាក់ឲ្យធ្វើការជំនួសខ្លួនអ្វីដែលធ្វើឲ្យបេះដូងសុភាឈឺចាប់ជាងគេមិនមែនការងារលំបាកទេប៉ុន្តែជាភាពខុសគ្នារវាងការប្រព្រឹត្តចំពោះនាងនិងរចនាមេលីតែងទិញសម្លៀកបំពាក់ថ្មីឲ្យកូនខ្លួនពេលទៅផ្សារក៏នាំរចនាទៅជាមួយប៉ុន្តែទប់សុភាឲ្យនៅផ្ទះធ្វើការងារនៅពេលមានម្ហូបឆ្ងាញ់រចនាជាអ្នកញ៉ាំមុនហើយអ្វីដែលនៅសល់ទើបជាចំណែករបស់សុភាមានថ្ងៃខ្លះនាងត្រូវញ៉ាំតែបាយជាមួយទឹកស៊ីអ៊ីវព្រោះម្ហូបទាំងអស់ត្រូវបានទុកឲ្យរចនាទោះបីជាយ៉ាងណាសុភានៅតែមិននិយាយអ្វីនាងគ្រាន់តែប្រាប់ខ្លួនឯងថាប្រសិនបើនាងអត់ធ្មត់គ្រប់គ្រាន់ម្ដាយចង់ប្រហែលជានឹងផ្លាស់ប្ដូរចិត្តថ្ងៃណាមួយនៅក្នុងសាលារៀនសុភាជាសិស្សដែលពូកែនិងឧស្សាហ៍ព្យាយាមគ្រូបង្រៀនតែងសរសើរថានាងរៀនពូកែទោះជាមកសាលាជាមួយសម្លៀកបំពាក់ចាស់និងស្បែកជើងដែលដេកជាច្រើនដងក៏ដោយសម្រាប់សុភាការសិក្សាគឺជាក្តីសង្ឃឹមតែមួយគត់ដែលអាចនាំនាងចេញពីជីវិតដ៏លំបាកនាងតែងខ្ចីសៀវភៅពីបណ្ណាល័យមកអានពេលយប់ក្រោយធ្វើការងារផ្ទះចប់ពេលខ្លះនាងងុយគេងរហូតដេកលើសៀវភៅព្រោះរាងកាយតូចមួយនោះហត់នឿយពេកប៉ុន្តែទោះបីជានឿយប៉ុណ្ណាក៏ដោយនាងមិនដែលបោះបង់ការរៀនឡើយព្រោះនាងជឿថាថ្ងៃណាមួយការអប់រំនឹងក្លាយជាពន្លឺដែលបំភ្លឺជីវិតរបស់នាងមាលាវិញមិនដែលសប្បាយចិត្តពេលឃើញសុភារៀនពូកែទេរាល់ពេលគ្រូផ្ញើលិខិតសរសើរមកផ្ទះឬសុភាទទួលបានចំណាត់ថ្នាក់ល្អមាលាតែមានទឹកមុខមិនពេញចិត្តពេលក្នុងចិត្តរបស់នាងមានតែបំណងមួយគត់គឺចង់ឲ្យរចនាខ្លាចជាកូនដែលគ្រប់គ្នាសរសើរនាងចាប់ផ្ដើមប្រៀបធៀបកូនទាំងពីរហើយព្យាយាមបង្អាក់ការសិក្សារបស់សុភាដោយមិនឲ្យមានពេលអានសៀវភៅរាល់ពេលសុភាទៅបើកសៀវភៅមាលាតែងហៅឲ្យទៅធ្វើការងារថ្មីបើនាងអាននៅពេលយប់ក៏ត្រូវបិទភ្លើងដោយហេតុផលថាសន្សំថ្លៃអគ្គិសនីប៉ុន្តែរចនាវិញអាចអង្គុយមើលទូរទស្សន៍រហូតដល់យប់ជ្រៅដោយគ្មានអ្នកហាមឃាត់ទោះជាយ៉ាងណាសុភានៅតែរកវិធីរៀននាងចាំមេរៀននៅក្នុងថ្នាក់ឲ្យបានច្រើនបំផុតហើយពេលគ្រប់គ្នាចូលគេងនាងតែងយកសៀវភៅទៅអង្គុយអានក្រោមពន្លឺចង្គៀងតូចមួយនៅក្រោយផ្ទះខ្យល់ត្រជាក់បោះកាត់សួនបន្លែខណៈដែលក្មេងស្រីម្នាក់អង្គុយសរសេរមេរៀនដោយស្ងៀមស្ងាត់មានពេលខ្លះទឹកភ្នែកនាងធ្លាក់លើទំព័រសៀវភៅដោយមិនដឹងខ្លួនព្រោះនាងនឹកម្ដាយដែលធ្លាប់អង្គុយក្បែរនាងពេលរៀនប៉ុន្តែទឹកភ្នែកទាំងនោះមិនបានធ្វើឲ្យនាងចុះចាញ់ឡើយ
ផ្ទុយទៅវិញវាបានคล้ายជាកម្លាំងដែលជំរុញឲ្យនាងខិតខំជាងនៅចំពោះមុខឪពុកមាលានៅតែបន្តសម្ដែងដូចជាម្ដាយល្អនាងប្រាប់ថាសុភាមិនសូវស្ដាប់បង្គាប់ខ្ជិលធ្វើការនឹងចូលចិត្តឆ្លោះជាមួយរចនាលោកវិសាលដែលរវល់ការងាររាល់ថ្ងៃមិនដែលបានឃើញអ្វីកើតឡើងនៅក្នុងផ្ទះទេគាត់ជឿលើភរិយាថ្មីព្រោះគាត់គិតថាមនុស្សធំមិនគួរកុហករឿងកូនតូចឡើយជាច្រើនដងគាត់ស្ដីបន្ទោសសុភាដោយមិនសួរហេតុផលរាល់ពេលឮឪពុកស្ដីនាងគ្រាន់តែអោនក្បាលស្ដាប់ទាំងបេះដូងឈឺចាប់នាងមិនចង់និយាយការពិតទេព្រោះខ្លាចថាឪពុកនឹងកាន់តែពិបាកចិត្តក្មេងស្រីតូចម្នាក់ជ្រើសរើសលាក់ទឹកភ្នែករបស់ខ្លួនដើម្បីកុំឲ្យឪពុកដែលនឿយហត់ស្រាប់ទៅហើយត្រូវមកទទួលបន្ទុកផ្លូវចិត្តបន្ថែមទៀតប៉ុន្តែសុភាមិនបានដឹងឡើយថាភាពអត់ធ្មត់របស់នាងមិនបានធ្វើឲ្យមាលាមានចិត្តមេត្តាឡើយផ្ទុយទៅវិញវាបានធ្វើឲ្យម្ដាយចុងកាន់តែហ៊ានធ្វើអ្វីៗលើពីមុនហើយមិនយូរប៉ុន្មានព្រឹត្តិការណ៍មួយនឹងកើតឡើងដែលធ្វើឲ្យជីវិតរបស់សុភាធ្លាក់ចូលទៅក្នុងទុក្ខលំបាកធ្ងន់ធ្ងរជាងអ្វីដែលនាងធ្លាប់ជួបមកទៀតពេលវាបានកន្លងផុតទៅជាច្រើនខែប៉ុន្តែជីវិតរបស់សុភាមិនបានប្រសើរឡើងដោយក្តីសង្ឃឹមដែលនាងធ្លាប់មានឡើយផ្ទុយទៅវិញរាល់ថ្ងៃដែលកន្លងផុតទៅគឺដូចជាការបន្ថែមទម្ងន់មួយដាក់លើស្មារបស់ក្មេងស្រីតូចម្នាក់ដែលកំពុងខំប្រឹងរស់នៅដោយភាពអត់ធ្មត់មនុស្សជាច្រើននៅក្នុងភូមិនៅតែគិតថាសុភាជាក្មេងមានសំណាងព្រមមានម្ដាយថ្មីមកមើលថែគ្មានអ្នកណាដឹងឡើយថានៅពីក្រោយទ្វារផ្ទះឈើតូចមួយនោះមានទឹកភ្នែករបស់ក្មេងស្រីម្នាក់ហូរស្ទើររាល់ថ្ងៃនាងរៀនលាក់ទុកសោរបស់ខ្លួនក្រោមស្នាមញញឹមព្រោះនាងមិនចង់ឲ្យគ្រូបង្រៀនមិត្តភ័ក្តិឬអ្នកជិតខាងមានការអាណិតនាងនៅក្នុងចិត្តរបស់សុភានាងគិតថាការអត់ធ្មត់ប្រហែលជាអាចផ្លាស់ប្ដូរចិត្តម្ដាយចង់បាននៅថ្ងៃណាមួយប៉ុន្តែការពិតវិញការស្ងៀមស្ងាត់របស់នាងបានធ្វើឲ្យមាលាកាន់តែហ៊ានធ្វើបាបនាងលើសដើមរយៈនឹងតែជាកូនស្រីរបស់មាលាក៏ចាប់ផ្ដើមមានអាកប្បកិរិយាដូចម្ដាយរបស់ខ្លួនពីដំបូងនាងគ្រាន់តែមិនសូវនិយាយជាមួយសុភាប៉ុន្តែបន្ទាប់មកនាងក៏ចាប់ផ្ដើមប្រាសុភាដូចជាអ្នកបម្រើម្នាក់រាល់ពេលត្រឡប់ពីសាលារចនាតែងបោះកាបូបឲ្យសុភាយកទៅទុកបញ្ជាឲ្យនាងលេងសប្បាយជើងបោកឯកសន្តាននឹងយកទឹកឲ្យផឹកបើសុភាយឺតបន្តិចរចនានឹងរត់ទៅប្រាប់ម្ដាយរបស់នាងថាសុភាមិនគោរពបងស្រីមាលាក៏មិនដែលសួររកការពិតឡើយនាងតែងជឿគុណខ្លួនស្ដីបន្ទោសសុភាជានិច្ចពេលខ្លះសុភាមានអារម្មណ៍ថាខ្លួនមិនមែនជាសមាជិកគ្រួសារទៀតទេប៉ុន្តែជាមនុស្សម្នាក់ដែលត្រូវរស់នៅក្នុងផ្ទះនេះដើម្បីធ្វើការងារឲ្យអ្នកដទៃទោះជាយ៉ាងសុភានៅតែរក្សាចិត្តល្អរបស់នាងនៅសាលានាងជួយមិត្តភ័ក្តិដែលរៀនមិនទាន់ជួយគ្រូរៀបចំថ្នាក់រៀននិងជាក្មេងស្រីដែលមិនធ្លាប់បង្កបញ្ហាគ្រូបង្រៀនជាច្រើនចាប់ផ្ដើមចាប់អារម្មណ៍ថាហេតុអ្វីបានជាក្មេងស្រីដែលរៀនពូកែនិងមានចរិតល្អម្នាក់នេះតែងតែមានទឹកមុខនឿយហត់និងភ្នែកក្រហមដូចមិនបានគេងគ្រប់គ្រាន់មានថ្ងៃខ្លះសុភាអង្គុយងោកក្នុងថ្នាក់ព្រោះយប់មុននាងត្រូវធ្វើការងារផ្ទះរហូតដល់ជិតអាធ្រាត្រប៉ុន្តែនាងមិនដែលប្រាប់គ្រូពីរឿងនៅផ្ទះឡើយនាងគ្រាន់តែនិយាយថាខ្លួនរៀនយប់ជ្រុលបន្តិចហើយញញឹមលាក់ការពិតដែលកំពុងកិនបេះដូងនាងរាល់ថ្ងៃនៅថ្ងៃមួយមុនពេលសាលាប្រកាសលទ្ធផលប្រចាំឆមាសសុភាបានទទួលចំណាត់ថ្នាក់លេខ1ក្នុងថ្នាក់ទៀតគ្រូបានប្រគល់សៀវភៅមួយក្បាលជារង្វាន់និងលិខិតសរសើរសម្រាប់ឪពុកម្ដាយសម្រាប់សុភានេះមិនមែនជារង្វាន់ធម្មតាទេនាងស្រមៃថាប្រសិនបើឪពុកឃើញលទ្ធផលនេះប្រហែលជាគាត់នឹងញញឹមដោយមោទនភាពហើយប្រហែលជាម្ដាយចុងក៏នឹងមានចិត្តស្រឡាញ់នាងបន្តិចដែរដោយក្តីរំភើបនាងបានរត់ត្រឡប់មកផ្ទះកាន់សៀវភៅរង្វាន់ជាប់ក្នុងដៃហើយចង់បង្ហាញវាឲ្យគ្រប់គ្នាឃើញប៉ុន្តែអ្វីដែលកើតឡើងមិនដូចអ្វីដែលនាងស្រមៃសូម្បីបន្តិចមាលាគ្រាន់តែមើលសៀវភៅរង្វាន់និងលិខិតសរសើរនោះមួយភ្លែតរួចទឹកមុខរបស់នាងក៏ប្រែទៅជាមិនពេញចិត្តនាងមិនបានអបអរសាទរសុភាឡើយផ្ទុយទៅវិញនាងមានអារម្មណ៍ថាការដែលសុភាទទួលបានការសរសើរពីគ្រូគឺជាការធ្វើឲ្យរចនាមើលទៅអន់ជាងនៅពេលនោះរចនាដែលទើបតែទទួលបានលទ្ធផលមធ្យមក៏ចាប់ផ្ដើមមានចិត្តច្រណែនពីមុននាងគ្រាន់តែមិនចូលចិត្តសុភាប៉ុណ្ណោះប៉ុន្តែចាប់ពីថ្ងៃនោះនាងចាប់ផ្ដើមចង់ឲ្យសុភាបាត់បង់អ្វីៗដែលខ្លួនពីថ្ងៃក្រោយមកព្រឹត្តិការណ៍មួយដែលគ្មានអ្នកណានឹកស្មានដល់ក៏បានកើតឡើងនៅរសៀលមួយខណៈដែលលោកវិសាលមិនទាន់ត្រឡប់ពីធ្វើការមាលាបានទុកក្រវិលមាសមួយគូដែលជារបស់មានតម្លៃនៅលើតុក្នុងបន្ទប់មិនយូរប៉ុន្មាននាងក៏ស្រែកថាក្រវិលរបស់នាងបាត់នាងស្វែងរកគ្រប់កន្លែងហើយចុងក្រោយក៏ចាប់ផ្ដើមសម្លឹងទៅសុភាដោយទឹកមុខដែលពោពេញដោយការចោទប្រកាន់ទោះគ្មានភស្តុតាងអ្វីសោះក៏មាលាបានសន្និដ្ឋានភ្លាមថាអ្នកដែលយកក្រវិលនោះគឺសុភាសម្រាប់នាងមិនចាំបាច់មានការពិតឡើយគ្រាន់តែមានឱកាសមួយក៏គ្រប់គ្រាន់សម្រាប់ធ្វើឲ្យក្មេងស្រីដែលនាងមិនពេញចិត្តខ្លាចជាមនុស្សខុសបានហើយសុភាភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងមិនធ្លាប់ប៉ះរបស់ម្ដាយចុងស្បីម្ដងតាំងពីម្ដាយបង្កើតនៅរស់ក៏តែបង្រៀនថាទុកលំបាកប៉ុណ្ណាក៏ដោយក៏មិនត្រូវយករបស់អ្នកដទៃដែរការចោទប្រកាន់នេះបានធ្វើឲ្យបេះដូងនាងញ័រដោយការឈឺចាប់និងអាម៉ាស់
ប៉ុន្តែទោះបីជានាងព្យាយាមបដិសេធយ៉ាងណាក៏ដោយមីលីមិនព្រមស្ដាប់ឡើយនាងចាប់ផ្ដើមឆែកកាបូបសាលាឆែកសម្លៀកបំពាក់និងឆែកកន្លែងដែលសុភាគេងដូចជាកំពុងស្វែងរកភស្តុតាងដើម្បីបញ្ជាក់ការចោទប្រកាន់របស់ខ្លួនអ្វីដែលសុភាមិនបានដឹងគឺរចនាបានលួចយកក្រវិលនោះទៅលាក់ទុកក្រោមខ្នើយរបស់នាងតាំងពីមុននៅពេលមាលាលើខ្នើយរបស់សុភាឡើងក្រវិលមាសនោះក៏ធ្លាក់ចេញមកភ្លាមទោះសុភាភ្ញាក់ផ្អើលនិងមិនដឹងថាវាមកនៅទីនោះដោយរបៀបណាក៏ដោយក៏គ្មានអ្នកណាជឿនាងទៀតឡើយមាលាមើលនាងដោយភ្នែកពោពេញដោយការស្អប់ហើយនៅក្នុងចិត្តនាងមានអារម្មណ៍ថាទីបំផុតខ្លួនបានរកឃើញមូលហេតុដ៏ល្អមួយដើម្បីធ្វើឲ្យលោកវិសាលឈប់ទុកចិត្តកូនស្រីរបស់ខ្លួនរយៈនោះពេលលោកវិសាលត្រឡប់មកផ្ទះមាលាបានយំប្រាប់គាត់ថាសុភាលួចក្រវិលរបស់នាងនិយាយទាំងទឹកភ្នែកទាំងធ្វើជាមនុស្សដែលឈឺចាប់ដោយបន្ថែមថាខ្លួនមិនចង់ឲ្យបញ្ហានេះកើតឡើងទេប៉ុន្តែក៏មិនអាចទទួលយកការលួចបានដែរលោកវិសាលស្ដាប់ហើយមានអារម្មណ៍ដូចផែនដីរលំចុះក្រោមជើងគាត់មិនអាចជឿថាកូនស្រីដែលភរិយាចាស់ធ្លាប់ចិញ្ចឹមបីបាច់ដោយសុចរិតអាចធ្វើរឿងបែបនេះបានទេប៉ុន្តែក្រវិលដែលរកឃើញនៅក្រោមខ្នើយគឺជាភស្តុតាងដែលគាត់មើលឃើញនឹងភ្នែកសុភាឈរទាំងទឹកភ្នែកហូរមិនឈុំនាងចង់ប្រាប់ឪពុកថានាងមិនបានធ្វើទេនាងចង់ឲ្យគាត់ជឿថាកូនស្រីដែលគាត់ចិញ្ចឹមតាំងពីតូចមិនមែនជាមនុស្សលួចរបស់អ្នកដទៃឡើយប៉ុន្តែពេលនាងឃើញទឹកមុខខកចិត្តរបស់ឪពុកបេះដូងនាងក៏រឹតតែឈឺចាប់វាមិនមែនជាការឈឺចាប់ដែលត្រូវគេចោទប្រកាន់នោះទេប៉ុន្តែជាការឈឺចាប់ដែលមនុស្សតែម្នាក់ដែលនាងស្រឡាញ់និងទុកចិត្តបំផុតកំពុងចាប់ផ្ដើមសង្ស័យលើភាពស្មោះត្រង់របស់នាងនៅយប់នោះសុភាអង្គុយម្នាក់ឯងក្រោយផ្ទះអោបជង្គង់និងសម្លឹងមើលមេឃដែលគ្មានផ្កាយនាងគិតដល់ម្ដាយដែលបានចាក់ចែងទៅយូរហើយសួរខ្លួនឯងថាតើមនុស្សល្អពិតជាត្រូវទទួលទុកបែបនេះមែនឬតើហេតុអ្វីបានជាការពិនមិនអាចឈ្នះការកុហកបានហើយតើថ្ងៃណាទើបឪពុកអាចមើលឃើញទឹកភ្នែកដែលនាងលាតទុកមករហូតសុភាមិនបានដឹងឡើយថាការចោទប្រកាន់លើកនេះមិនមែនជាចុងបញ្ចប់នៃទុកទេវាគ្រាន់តែជាជំហានដំបូងនៃផែនការដ៏ឃោរឃៅដែលមេលាកំពុងរៀបចំដើម្បីធ្វើឲ្យក្មេងស្រីម្នាក់នេះបាត់បង់កន្លែងឈរនៅក្នុងផ្ទះរបស់ខ្លួនទាំងស្រុងក្រោយពីព្រឹត្តិការណ៍ក្រវិលមាសបានកើតឡើងបរិយាកាសនៅក្នុងផ្ទះតូចមួយនោះក៏ផ្លាស់ប្ដូរទាំងស្រុងទោះបីជាលោកវិសាលមិនបានវាយឬដាក់ទោសសុភាធ្ងន់ធ្ងរក៏ដោយប៉ុន្តែអ្វីដែលធ្វើឲ្យក្មេងស្រីម្នាក់នេះឈឺចាប់ជាងគេគឺការផ្លាស់ប្ដូរនៅក្នុងកែវភ្នែករបស់ឪពុកពីមុនគ្រប់ពេលដែលគាត់មើលមកនាងភ្នែកនោះពោពេញដោយក្តីស្រឡាញ់និងការទុកចិត្តប៉ុន្តែឥឡូវនេះនៅក្នុងភ្នែកដដែលនោះមានការសង្ស័យលាយឡំជាមួយភាពខកចិត្តសម្រាប់សុភាវាមិនខុសពីការបាត់បង់ម្ដាយម្ដងទៀតឡើយមនុស្សតែម្នាក់ដែលនាងជឿថានឹងមិនបោះបង់នាងគឺកំពុងចាប់ផ្ដើមឃ្លាតឆ្ងាយចេញពីនាងដោយសារពាក្យកុហកដែលនាងមិនអាចបកស្រាយបានមាលាដឹងយ៉ាងច្បាស់ថាក្របពូជនៃការសង្ស័យបានដុះនៅក្នុងចិត្តរបស់លោកវិសាលហើយចាប់ពីថ្ងៃនោះនាងកាន់តែមានទំនុកចិត្តក្នុងការអនុវត្តផែនការរបស់ខ្លួននាងចាប់ផ្ដើមនិយាយរឿងតូចឲ្យคล้ายជារឿងធំនិងបង្កើតកំហុសឲ្យសុភាជារៀងរាល់ថ្ងៃបើចាមួយបែកនាងនិយាយថាសុភាមិនប្រុងប្រយ័ត្នបើមានរបស់របរណាបាត់នាងនិយាយថាសុភាជាអ្នកចុងក្រោយដែលបានប៉ះវាបើរចនាធ្វើកិច្ចការសាលាមិនរួចនាងបែរជាប្រាប់ថាសុភារំខានការសិក្សារបស់បងស្រីការចោទប្រកាន់ទាំងនោះកើតឡើងម្ដងហើយម្ដងទៀតរហូតធ្វើឲ្យសុភាចាប់ផ្ដើមស្ងៀមជាងមុននាងមិនព្យាយាមបកស្រាយដោយការពីដំបូងទៀតទេព្រោះនាងដឹងថាមនុស្សដែលសម្រេចចិត្តមិនជឿនាងទោះនាងនិយាយការពិតប៉ុន្មានដងក៏នៅតែមិនជឿដដែលទោះយ៉ាងណាសុភាមិនបានបោះបង់ភាពសុចរិតរបស់ខ្លួនឡើយនាងនៅតែធ្វើការងារគ្រប់យ៉ាងដោយស្មោះត្រង់រៀនឲ្យអស់ពីសមត្ថភាពនិងគោរពឪពុកដូចដើមរៀងរាល់ព្រឹកនាងនៅតែក្រោកមុនគេដងទឹកបោកខោអាវរៀបចំអាហារនិងបន្ទាប់មករត់ទៅសាលាដោយមិនអែត្រួយត្អែពីភាពនឿយហត់មិត្តរួមថ្នាក់ជាច្រើនសួរថាហេតុអ្វីបានជាដៃរបស់នាងរឹងនិងមានស្នាមរបួសតូចៗជានិច្ចសុភាគ្រាន់តែញញឹមហើយប្រាប់ថានាងជួយការងារផ្ទះបន្តិចបន្តួចប៉ុណ្ណោះនាងមិនអាចចង់ឲ្យអ្នកណាអាណិតខ្លួនទេព្រោះនាងជឿថាការអាណិតមិនអាចផ្លាស់ប្ដូរជីវិតបានឡើយអ្វីដែលអាចផ្លាស់ប្ដូរជីវិតបានគឺការអប់រំនិងការមិនបោះបង់ក្តីសង្ឃឹមរួមឬប្រចាំថ្នាក់របស់សុភាគឺលោកគ្រូដែលមានបទពិសោធន៍និងស្រឡាញ់សិស្សដូចកូនគាត់ចាប់ផ្ដើមសង្កេតឃើញថាក្មេងស្រីម្នាក់នេះកាន់តែស្គមនិងស្ងៀមជាងមុនមានថ្ងៃខ្លះសុភាមកសាលាដែលមិនបានញ៉ាំអាហារពេលព្រឹកព្រោះនៅផ្ទះគ្មានអ្វីសោះសម្រាប់នាងពេលថ្ងៃត្រង់នាងគ្រាន់តែផឹកទឹកច្រើនដើម្បីបំបត្តិការឃ្លានហើយធ្វើដូចជាខ្លួនមិនអី
គ្រូបានឃើញរឿងនេះដូចចៃដន្យហើយចាប់ផ្ដើមទុកនំប៉័ងឬផ្លែឈើតូចៗនៅលើតុរបស់នាងដោយធ្វើដូចជារបស់ដែលសិស្សណាម្នាក់ភ្លេចសុភាដឹងថាវាជាទឹកចិត្តរបស់គ្រូប៉ុន្តែនាងមិនដែលនិយាយអ្វីទេនាងគ្រាន់តែដឹងគុណក្នុងចិត្តហើយសន្យាថាថ្ងៃណាមួយបើខ្លួនមានសមត្ថភាពនាងនឹងជួយក្មេងដទៃដែលកំពុងលំបាកដូចគ្នានៅពេលលទ្ធផលប្រឡងប្រចាំឆ្នាំត្រូវបានប្រកាសសុភាបានជាប់ជាសិស្សពូកែទូទាំងសាលាឈ្មោះរបស់នាងត្រូវបានប្រកាសនៅក្នុងពិធីប្រគល់រង្វាន់ហើយអ្នកភូមិជាច្រើនចាប់ផ្ដើមសរសើរថាលោកវិសាលមានកូនស្រីឆ្លាតនិងខិតខំរៀនពាក្យសរសើរទាំងនោះគួរតែធ្វើឲ្យម្ដាយចង់សប្បាយចិត្តប៉ុន្តែវាបែរជាធ្វើឲ្យមាលាមានកំហឹងកាន់តែខ្លាំងនាងមិនអាចទ្រាំឃើញកូនប្តីទទួលបានការកោតសរសើរលើកូនខ្លួនបានឡើយនៅក្នុងចិត្តរបស់នាងមានតែគំនិតមួយគត់គឺត្រូវធ្វើគ្រប់វិធីដើម្បីកុំឲ្យសុភាឈានទៅមុខបានចាប់តាំងពីថ្ងៃនោះមាលាចាប់ផ្ដើមបង្ខំឲ្យសុភាធ្វើការងារច្រើនជាងមុនពេលយប់ដែលជាពេលតែមួយសម្រាប់ការអានសៀវភៅក៏ត្រូវបានដកហូតនាងបញ្ជាឲ្យសុភាកាប់អស់បោកភួយនិងសម្អាតឃ្លាំងរហូតដល់យប់ជ្រៅនៅពេលសុភាអស់កម្លាំងហើយដេកលក់ដោយមិនទាន់ធ្វើកិច្ចការសាលារួចមាលាបែរជាញញឹមដោយពេញចិត្តនាងជឿថាបើសុភាមិនមានពេលរៀនទេនាងនឹងរៀនចាញ់រចនាហើយមនុស្សគ្រប់គ្នាក៏នឹងឈប់សរសើរនាងប៉ុន្តែអ្វីដែលមាលាមិនបានដឹងគឺសុភាមិនដែលបោះបង់ក្តីស្រមៃរបស់ខ្លួនឡើយនៅពេលគ្រប់គ្នាចូលគេងនាងតែងយកសៀវភៅទៅអង្គុយអានក្រោមពន្លឺព្រះច័ន្ទនៅមុខផ្ទះទោះពន្លឺខ្សោយប៉ុណ្ណាក៏ដោយនាងនៅតែអាននិងចងចាំមេរៀនពេលភ្លៀងធ្លាក់នាងក៏អង្គុយក្រោមដំបូលតូចមួយដោយសរសេរកិច្ចការសាលាលើទូឈើចាស់រាល់ពាក្យដែលនាងសរសេរគឺជាជំហានតូចមួយដែលនាំនាងខិតទៅរកអនាគតដែលខ្លួនប្រាថ្នាសុភាបានប្រាប់ខ្លួនឯងជានិច្ចថាមនុស្សអាចដកយកអាហារដកយកសម្លៀកបំពាក់ឬដកយកភាពសុខស្រួលពីនាងបានប៉ុន្តែគ្មានអ្នកណាអាចដកយកចំណេះដឹងនិងក្តីសង្ឃឹមចេញពីបេះដូងនាងបានឡើយមួយរសៀលខណៈដែលសុភាកំពុងសម្អាតបន្ទប់មាលាបានទទួលដំណឹងពីសាលាថាសិស្សពូកែប្រចាំឆ្នាំនឹងត្រូវជារើសទៅប្រកួតថ្នាក់ស្រុកគ្រូបានផ្ញើលិខិតអញ្ជើញឪពុកម្ដាយមកចូលរួមប្រជុំដើម្បីរៀបចំការប្រកួតសុភាជាសិស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានជ្រើសរើសដំណឹងនេះគួរតែជាមោទនភាពសម្រាប់គ្រួសារប៉ុន្តែសម្រាប់មាលាវាជាឱកាសថ្មីមួយក្នុងការកំទេចក្តីស្រមៃរបស់ក្មេងស្រីដែលនាងមិនធ្លាប់ស្រឡាញ់នាងលាក់ទុកលិខិតអញ្ជើញនោះមិនឲ្យលោកវិសាលឃើញឡើយនាងក៏មិនប្រាប់សុភាថាគ្រូបានផ្ញើលិខិតមកដែរនៅក្នុងចិត្តរបស់មាលាបើសុភាក៏ខានការប្រកួតនាងនឹងបាត់បង់ឱកាសដ៏ធំបំផុតក្នុងជីវិតហើយក្តីសង្ឃឹមរបស់នាងក៏នឹងរលាយបាត់ទៅតាមនោះដែរប៉ុន្តែជោគវាសនាមិនតែងតែឈរនៅខាងមនុស្សដែលមានចិត្តអាក្រក់ឡើយនៅថ្ងៃបន្ទាប់គ្រូប្រចាំថ្នាក់បានចាប់ផ្ដើមឆ្ងល់ថាហេតុអ្វីបានជាគ្មានឪពុកម្ដាយរបស់សុភាមកប្រជុំហើយការសម្រេចចិត្តមួយរបស់គ្រូនឹងក្លាយជាចំណុចដំបូងដែលធ្វើឲ្យការពិតអំពីជីវិតរបស់សុភាចាប់ផ្ដើមបើកចំហបន្តិចម្ដងបន្តិចនៅព្រឹកបន្ទាប់ពីការប្រជុំឪពុកម្ដាយសិស្សបានបញ្ចប់គ្រូប្រចាំថ្នាក់របស់សុភានៅតែមានអារម្មណ៍សង្ស័យក្នុងចិត្តជារៀងរាល់ឆ្នាំនៅពេលមានការប្រកួតសិស្សពូកែថ្នាក់ស្រុកឪពុកម្ដាយតែងមកចូលរួមនៅក្តីរំភើបព្រោះវាជាឱកាសដ៏សំខាន់សម្រាប់កូនៗរបស់ពួកគេប៉ុន្តែសម្រាប់សុភាដែលជាសិស្សពូកែជាងគេក្នុងថ្នាក់គ្មានអ្នកណាមកសូម្បីតែម្នាក់លោកគ្រូព្យាយាមគិតថាប្រហែលពុកនាងរវល់ការងារប៉ុន្តែអ្វីដែលធ្វើឲ្យគាត់កាន់តែចម្លែកគឺសុភាហាក់ដូចជាមិនដឹងសូម្បីតែរឿងការប្រជុំនោះនៅពេលគាត់សួរនាងដោយស្ងប់ស្ងាត់នាងគ្រាន់តែសម្លឹងមកគាត់ដោយភាពភ្ញាក់ផ្អើលហើយឆ្លើយថានាងមិនធ្លាប់ឃើញលិខិតណាមួយមកដល់ផ្ទះឡើយពេលនោះលោកគ្រូក៏ដឹងភ្លាមថាមានអ្វីមួយមិនប្រក្រតីកំពុងកើតឡើងនៅក្នុងគ្រួសាររបស់ក្មេងស្រីម្នាក់នេះលោកគ្រូមិនបានសួរបន្តទៀតទេព្រោះគាត់មិនចង់ធ្វើសុភាពិបាកចិត្តនៅចំពោះមុខមិត្តរួមថ្នាក់ប៉ុន្តែចាប់ពីថ្ងៃនោះគាត់ចាប់ផ្ដើមយកចិត្តទុកដាក់លើនាងកាន់តែច្រើនគាត់សង្កេតឃើញថារាល់ពេលកណ្ដឹងសាលារូបបញ្ចប់ម៉ោងរៀនសិស្សទាំងអស់រត់ចេញទៅលេងឬត្រឡប់ទៅផ្ទះដោយភាពរីករាយមានតែសុភាម្នាក់ប៉ុណ្ណោះដែលតែងប្រញាប់ប្រញាល់ប្រមូលសៀវភៅហើយរត់ចេញពីសាលាដូចមនុស្សដែលកំពុងភ័យខ្លាចអ្វីមួយថ្ងៃមួយលោកគ្រូបានដើរតាមនាងពីចម្ងាយហើយអ្វីដែលគាត់បានឃើញបានធ្វើឲ្យបេះដូងរបស់គាត់ឈឺចាប់យ៉ាងខ្លាំងសូរីគាត់មិនបានត្រឡប់ទៅផ្ទះភ្លាមទេនាងបានឈប់នៅមាត់អូរដើម្បីដងទឹកពីធំរួចសែងដើរតែម្នាក់ឯងតាមផ្លូវដីដ៏វែងរាងកាយតូចមួយនោះត្រូវទាន់ទម្ងន់ដែលលើសពីកម្លាំងរបស់ក្មេងស្រីអាយុប៉ុណ្ណោះមួយជំហាននៅវិញដែលនាងដើរគឺពោពេញដោយភាពនឿយហត់ប៉ុន្តែនាងនៅតែមិនឈប់សម្រាកព្រោះនាងដឹងថាបើត្រឡប់ទៅផ្ទះយឺតនាងនឹងត្រូវម្ដាយចង់ស្ដីបន្ទោសម្ដងទៀតថ្ងៃនោះលោកគ្រូមិនបានចូលទៅជួយនាងភ្លាមឡើយគាត់គ្រាន់តែឈរមើលពីចម្ងាយដោយទឹកមុខពោពេញដោយការអាណិតគាត់យល់ថាការជួយដឹកធំទឹកមួយថ្ងៃអាចជួយសុភាបានតែមួយថ្ងៃប៉ុណ្ណោះប៉ុន្តែបើចង់ជួយជីវិតក្មេងស្រីម្នាក់នេះពិតប្រាកដគាត់ត្រូវស្វែងរកការពិតទាំងអស់ដែលកំពុងលាក់នៅពីក្រោយស្នាមញញឹមដ៏ស្ងៀមស្ងាត់របស់នាង
ចាប់ពីពេលនោះមកលោកគ្រូចាប់ផ្ដើមសួរនាំអ្នកជិតខាងនិងសិស្សដែលរស់នៅជិតផ្ទះសុភាអ្វីដែលគាត់បានឮគឺស្របគ្នាស្ទើរតែទាំងអស់មនុស្សជាច្រើនបានឃើញសុភាធ្វើការងារធ្ងន់តាំងពីព្រឹកដល់យប់ខណៈដែលរចនាមិនធ្វើអ្វីសោះពួកគេធ្លាប់ឮសំឡេងម្ដាយចុងស្ដីបន្ទោសសុភាជាញឹកញាប់ប៉ុន្តែគ្មាននរណាហ៊ានលូកដៃចូលទៅក្នុងរឿងគ្រួសាររបស់អ្នកដទៃស្របពេលដែលមនុស្សម្នាក់កំពុងព្យាយាមស្វែងរកការពិតមីលាវិញក៏ចាប់ផ្ដើមរៀបចំផែនការថ្មីការដែលសុភាត្រូវបានជ្រើសរើសទៅប្រកួតថ្នាក់ស្រុកបានធ្វើឲ្យនាងមិនអាចគេងលក់ស្រួលឡើយនាងដឹងថាប្រសិនបើសុភាឈ្នះការប្រកួតនោះឈ្មោះរបស់ក្មេងស្រីម្នាក់នេះនឹងកាន់តែល្បីហើយលោកវិសាលក៏នឹងមានមោទនភាពចំពោះកូនស្រីខ្លួនកាន់តែខ្លាំងនាងមិនអាចទទួលយករឿងនោះបានឡើយដូច្នេះនាងសម្រេចចិត្តធ្វើអ្វីមួយដែលធ្ងន់ធ្ងរជាងការលាក់លិខិតអញ្ជើញទៅទៀតនាងចាប់ផ្ដើមគិតថាបើសុភាមិនអាចទៅសាលាបាននោះការប្រកួតក៏នឹងត្រូវបញ្ចប់ដោយប្រហែលថ្ងៃក្រោយមកសុភាបានធ្លាក់ខ្លួនឈឺការធ្វើការងារធ្ងន់រាងកាយដែលមិនបានសម្រាកគ្រប់គ្រាន់និងការញ៉ាំអាហារមិនទៀងទាត់បានធ្វើឲ្យនាងមានគ្រុនក្តៅខ្លាំងទោះជាយ៉ាងណាមីលីមិនបាននាំនាងទៅពេទ្យឡើយផ្ទុយទៅវិញនាងនៅតែបញ្ជាឲ្យសុភាបោកខោអាវនិងលាងចានដូចរាល់ថ្ងៃរាងកាយតូចមួយរបស់សុភាញ័រដោយសារក្តៅខ្លួនខណៈដែលដៃនៅតែខំដុសចាននៅក្បែរធុងទឹកពេលខ្លះនាងវិលមុខរហូតស្ទើរដួលប៉ុន្តែមីលីគ្រាន់តែនិយាយថានាងកំពុងធ្វើពុតដើម្បីកិច្ចការងារសម្រាប់សុភាវាមិនមែនជាការឈឺរាងកាយតែមួយមុខទេវាជាការឈឺចាប់ដែលគ្មាននរណាម្នាក់ជឿថានាងពិតជាកំពុងរងទុក្ខនៅថ្ងៃដែលសាលារៀបចំការប្រកួតជារឿងចុងក្រោយមីលីបានប្រាប់លោកវិសាលថាសុភាមិនស្រួលខ្លួនបន្តិចហើយគួរឲ្យនាងសម្រាកនៅផ្ទះលោកវិសាលមើលកូនស្រីដែលមានមុខស្លេកនិងភ្នែកអស់កម្លាំងហើយគាត់ក៏ជឿថាការសម្រាកគឺជារឿងត្រឹមត្រូវគាត់មិនបានដឹងឡើយថាក្មេងស្រីដែលកំពុងដេកស្ងៀមលើគ្រែមិនមែនចង់សម្រាកទេប៉ុន្តែនាងកំពុងយំក្នុងចិត្តព្រោះនាងដឹងថាឱកាសដែលខ្លួនខំប្រឹងអស់ជាច្រើនឆ្នាំកំពុងរលាយបាត់នៅចំពោះមុខដោយគ្មានសិទ្ធិនិយាយអ្វីសោះប៉ុន្តែជោគវាសនាមិនបានបោះបង់មនុស្សដែលខំប្រឹងឡើយនៅព្រឹកនោះលោកគ្រូបានចាប់អារម្មណ៍ភ្លាមថាសុភាមិនបានមកសាលាដោយសារគាត់ដឹងថាក្មេងស្រីម្នាក់នេះមិនដែលអវត្តមានដោយគ្មានមូលហេតុទេគាត់ក៏សម្រេចចិត្តជិះម៉ូតូទៅផ្ទះរបស់នាងដោយខ្លួនឯងពេលទៅដល់គាត់បានឃើញសុភាកំពុងអង្គុយបោកខោអាវនៅក្រៅផ្ទះទាំងមុខក្រហមដោយសារគ្រុនក្តៅទឹកដែលនាងបោកខោមិនដឹងថាជាទឹកពីធុងឬជាទឹកភ្នែកដែលធ្លាក់ចុះមកលាយគ្នានោះឡើយនៅវិនាទីនោះលោកគ្រូក៏យល់ថាអ្វីដែលគាត់សង្ស័យកន្លងមកមិនជាការគិតខុសទេក្មេងស្រីដែលឈ្នះរង្វាន់ជាច្រើននិងមានអនាគតភ្លឺស្វាងម្នាក់នេះកំពុងត្រូវគេបង្ខំឲ្យរស់នៅក្នុងជីវិតដែលមិនសមនឹងនេះលោកគ្រូបានចូលទៅជួបលោកវិសាលហើយប្រាប់គាត់អំពីការប្រកួតដែលសុភាត្រូវចូលរួមអំពីលិខិតអញ្ជើញដែលមិនធ្លាប់ទៅដល់ដៃគាត់និងអំពីតម្លៃនៃឱកាសនេះសម្រាប់អនាគតរបស់សុភាលោកវិសាលឈរស្ងៀមដោយទឹកមុខភ្ញាក់ផ្អើលគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយដែលគាត់មិនធ្លាប់ដឹងកំពុងលាក់នៅក្នុងផ្ទះរបស់ខ្លួនហើយដល់ពេលនោះដែរក្របពូជនៃការពិតដែលមានលាខំលាក់ទុកជាយូរមកហើយក៏ចាប់ផ្ដើមប្រេះស្រាំបន្តិចម្ដងសុភាមិនទាន់ដឹងទេថាជីវិតរបស់នាងកំពុងឈានទៅដល់ចំណុចផ្លាស់ប្ដូរដ៏សំខាន់មួយប៉ុន្តែមនុស្សដែលកំពុងកុហកអស់ជាច្រើនឆ្នាំក៏នឹងមិនអាចលាក់ការពិតបានរហូតដែរក្រោយពីលោកគ្រូបានត្រឡប់ចេញពីផ្ទះរបស់សុភាលោកវិសាលនៅតែឈរស្ងៀមនៅមុខផ្ទះជាយូរពាក្យដែលលោកគ្រូបាននិយាយមិនមែនជាពាក្យចោទប្រកាន់ភរិយារបស់គាត់ឡើយប៉ុន្តែជាពាក្យដែលពោរពេញដោយការព្រួយបារម្ភចំពោះអនាគតរបស់ក្មេងស្រីម្នាក់លោកគ្រូបានប្រាប់ថាសុភាជាសិស្សដែលមានសមត្ថភាពកម្រមានភាពឧស្សាហ៍ព្យាយាមនិងជាក្តីសង្ឃឹមរបស់សាលាគាត់ក៏បានប្រាប់ថាមានគ្រូជាច្រើនចាប់អារម្មណ៍ថាសុភាតែងមកសាលាដោយរាងកាយនឿយហត់មិនបានញ៉ាំអាហារគ្រប់គ្រាន់និងពេលខ្លះមានស្នាមរបួសតូចៗនៅលើដៃពាក្យទាំងនោះដូចជាគ្រាប់ថ្មតូចៗដែលធ្លាក់ចូលក្នុងបឹងស្ងប់មួយបង្កើតជារលកសង្ស័យនៅក្នុងចិត្តរបស់លោកវិសាលដែលមិនធ្លាប់មានពីមុនមកជាលើកដំបូងគាត់ចាប់ផ្ដើមសួរខ្លួនឯងថាតើអ្វីដែលគាត់បានឃើញនិងបានជឿកន្លងមកពិតជាការពិតទាំងអស់មែនឬនៅពេលនោះមីលៀននៅតែប្រព្រឹត្តដោយមិនមានអ្វីកើតឡើងនាងនៅតែបង្ហាញភាពទន់ភ្លន់នៅចំពោះមុខប្តីនិងនិយាយថានាងកំពុងបារម្ភពីសុខភាពរបស់សុភាប៉ុន្តែភ្នែករបស់លោកវិសាលដែលធ្លាប់ជឿគ្រប់ពាក្យរបស់នាងបានចាប់ផ្ដើមសង្កេតឃើញរឿងតូចៗជាច្រើនដែលគាត់មិនធ្លាប់យកចិត្តទុកដាក់គាត់ឃើញថារាល់ពេលសុភាកំពុងញ៉ាំបាយនាងតែងញ៉ាំក្រោយគេនិងមានម្ហូបដទៃជាងអ្នកដទៃគាត់ឃើញថាសម្លៀកបំពាក់របស់កូនស្រីខ្លួនចាស់និងមានស្នាមដេរជាច្រើនកន្លែងខណៈដែលរចនាមានសម្លៀកបំពាក់ថ្មីៗជានិច្ចគាត់ក៏ចាប់ផ្ដើមកត់សម្គាល់ថាដៃរបស់សុភាមានស្នាមរឹងនិងរបួសដែលមិនសមនឹងក្មេងស្រីអាយុប៉ុណ្ណោះអ្វីទាំងនេះធ្លាប់នៅចំពោះមុខគាត់ជារៀងរាល់ថ្ងៃប៉ុន្តែដោយសារគាត់រវល់ការងារនិងជឿជាក់លើភរិយាគាត់មិនដែលឈប់មើលវាដោយយកចិត្តទុកដាក់ឡើយសម្រាប់សុភានាងមិនដឹងថាការពិតកំពុងចាប់ផ្ដើមលេចចេញឡើយនាងគិតតែពីការខកខានឱកាសចូលរួមការប្រកួតនិងមានអារម្មណ៍ថាក្តីស្រមៃរបស់ខ្លួនកំពុងរលាយបាត់
នៅយប់6នាងអង្គុយនៅក្រៅផ្ទះកាន់សៀវភៅដែលគ្រូបានផ្ដល់ជារង្វាន់កាលពីឆ្នាំមុនហើយសម្លឹងមើលអក្សរនៅលើគម្របដែលភ្នែកពោពេញដោយទឹកភ្នែកសៀវភៅមួយក្បាលនោះគឺជាអ្វីដែលនាងមានតម្លៃបំផុតព្រោះវាជាសញ្ញាបញ្ជាក់ថាទោះជាជីវិតលំបាកយ៉ាងណាក៏ការខិតខំរបស់នាងមិនបានបាត់បង់ទាំងស្រុងដែរនាងបិទភ្នែកហើយនឹកដល់ម្ដាយដែលធ្លាប់និយាយថាមនុស្សល្អប្រហែលជាត្រូវដើរផ្លូវវែងជាងអ្នកដទៃប៉ុន្តែបើមិនបោះបង់ពលឺនឹងរងចាំនៅចុងផ្លូវជានិច្ចពាក្យនោះបានក្លាយជាកម្លាំងចិត្តដែលធ្វើឲ្យនាងនៅតែអាចក្រោកឈរឡើងវិញបានរាល់ពេលដែលជីវិតរុញនាងឲ្យដួលពី3ថ្ងៃក្រោយមកលោកវិសាបានសម្រេចចិត្តធ្វើរឿងមួយដែលគាត់មិនធ្លាប់ធ្វើពីមុនដោយមិនប្រាប់នរណាម្នាក់គាត់បានចេញពីកន្លែងធ្វើការមុនម៉ោងហើយត្រឡប់មកផ្ទះនៅពេលរសៀលគាត់ចង់ឃើញនៅភ្នែកខ្លួនឯងថាតើជីវិតនៅក្នុងផ្ទះនេះពិតជាដូចអ្វីដែលភរិយាបានប្រាប់គាត់ឬអត់ពេលគាត់ដើរមកជិតផ្ទះសម្លេងដែលគាត់បានឮមិនមែនជាសំឡេងរបស់កូនឡើយប៉ុន្តែជាសំឡេងស្ដីបន្ទោសយ៉ាងខ្លាំងគាត់ឈប់នៅក្រៅរបងដោយមិនឲ្យអ្នកនៅក្នុងផ្ទះដឹងថាគាត់បានត្រឡប់មកពីទីនោះគាត់បានឃើញសុភាកំពុងលើកធុងទឹកធ្ងន់ធ្ងរទាំងរាងកាយនៅមិនទាន់ជាពីជំងឺផងខណៈដែលរចនាអង្គុយញ៉ាំផ្លែឈើនៅលើអង្រឹងមីលីកំពុងឈរមើលហើយរាល់ពេលសុភាដាក់ធុងទឹកចុះដើម្បីដកដង្ហើមនាងក៏បញ្ជាឲ្យលើកឡើងវិញភ្លាមទស្សនភាពនៅចំពោះមុខបានធ្វើឲ្យលោកវិសាលស្ទើរមិនជឿភ្នែកខ្លួនឯងគាត់មិនធ្លាប់សម័យសោះថាកូនស្រីដែលខ្លួនស្រឡាញ់បំផុតកំពុងរស់នៅបែបនេះនៅពេលដែលគាត់មិននៅផ្ទះគាត់ឈរនៅទីនោះដោយបេះដូងញាស់ខ្លាំងនៅក្នុងចិត្តរបស់គាត់ចាប់ផ្ដើមមានរូបភាពជាច្រើននៃដើមគាត់នឹកឃើញពេលសុភាត្រឡប់ពីសាលាមកផ្ទះដែលរាងកាយនឿយហត់នឹកឃើញពេលនាងគេងលើសៀវភៅនិងនឹកឃើញទឹកភ្នែកដែលនាងតែងលាក់ទុករាល់ពេលត្រូវគាត់ស្ដីបន្ទោសរាល់ការចងចាំទាំងនោះបានបញ្ចូលគ្នារហូតធ្វើឲ្យគាត់ចាប់ផ្ដើមសង្ស័យថាប្រហែលជាកូនស្រីរបស់គាត់មិនមែនជាមនុស្សខុសដោយតែគាត់ធ្លាប់ជឿឡើយប៉ុន្តែលោកវិសាលមិនបានចូលទៅក្នុងផ្ទះភ្លាមទេគាត់ដើរចេញទៅវិញដោយស្ងៀមស្ងាត់ព្រោះគាត់ចង់ដឹងការពិតទាំងអស់មិនមែនត្រឹមតែអ្វីដែលគាត់បានឃើញមួយថ្ងៃប៉ុណ្ណោះចាប់ពីថ្ងៃនោះមកគាត់ចាប់ផ្ដើមត្រឡប់មកផ្ទះមុនមកជាញឹកញាប់ដោយមិនប្រាប់នរណាម្នាក់រាល់លើកដែលគាត់ត្រឡប់មកគាត់កាន់តែឃើញរឿងដែលធ្វើឲ្យបេះដូងឈឺចាប់គាត់ឃើញសុភាបោកខោអាវម្នាក់ឯងខណៈដែលមាលាននិងរចនាអង្គុយផឹកតែគាត់ឃើញសុភាញ៉ាំបាយក្រោយគេហើយពេលខ្លះសល់តែបាយត្រជាក់ជាមួយទឹកស៊ីអ៊ីវគាត់ឃើញម្ដាយចង់និយាយសម្ដីរឹងរូសដាក់កូនស្រីរបស់គាត់ដែលមិនធ្លាប់តបតវិញសូម្បីមួយម៉ាត់អ្វីដែលធ្វើឲ្យលោកវិសាលឈឺចាប់ជាងគេគឺការដឹងថាកូនស្រីរបស់គាត់បានលាក់ទុកទាំងអស់នេះពីគាត់ដើម្បីកុំឲ្យគាត់ពិបាកចិត្តគាត់ចាប់ផ្ដើមយល់ថាមូលហេតុដែលសុភាមិនដែលបកស្រាយពេលត្រូវគេចោទមិនមែនព្រោះនាងមានកំហុសទេប៉ុន្តែព្រោះនាងមិនចង់ឲ្យឪពុកដែលនឿយហត់ស្រាប់ត្រូវឈឺចាប់បន្ថែមទៀតការគិតដល់ចំណុចនេះបានធ្វើឲ្យលោកវិសាលមានវិបាកដេសាយ៉ាងខ្លាំងគាត់ចាប់ផ្ដើមស្ដីបន្ទោសខ្លួនឯងថាជាឪពុកម្នាក់ដែលអះអាងថាស្រឡាញ់កូនបំផុតប៉ុន្តែបែរជាមិនបានដឹងសូម្បីតែទឹកភ្នែករបស់កូនខ្លួនឯងប៉ុន្តែមីលីននៅតែមិនទាន់ដឹងថាប្តីរបស់នាងចាប់ផ្ដើមស្គាល់ការពិតឡើយនាងនៅតែជឿថាផែនការរបស់ខ្លួនកំពុងដំណើរការដូចបំណងហើយដោយសារតែភាពជឿជាក់នោះនាងក៏សម្រេចធ្វើរឿងមួយដែលឃោរឃៅជាងមុនទៅទៀតនាងគិតថាបើសុភាមិននៅក្នុងផ្ទះនេះទៀតនោះគ្មានអ្នកណាអាចប្រៀបធៀបរចនាជាមួយនាងបានឡើយគំនិតដ៏អាក្រក់មួយចាប់ផ្ដើមដុះឡើងនៅក្នុងចិត្តរបស់នាងមាលាមិនបានដឹងឡើយថារាល់អំពើដែលនាងកំពុងធ្វើមិនត្រឹមតែចិត្តបំផ្លាញជីវិតក្មេងស្រីម្នាក់ប៉ុណ្ណោះទេប៉ុន្តែវាក៏ចិត្តបំផ្លាញគ្រួសារដែលនាងខំសាងឡើងផងដែរហើយមិនយូរប៉ុន្មានព្រឹត្តិការណ៍មួយនឹងកើតឡើងដែលធ្វើឲ្យការពិតទាំងអស់ត្រូវបានលាតត្រដាងនៅចំពោះមុខមនុស្សគ្រប់គ្នាបន្ទាប់ពីលោកវិសាលចាប់ផ្ដើមសង្កេតឃើញការពិតមីលាក៏ចាប់អារម្មណ៍ថាប្តីរបស់នាងហាក់ដូចជាស្ងៀមស្ងាត់ជាងមុនគាត់មិនសូវជឿពាក្យរបស់នាងដោយការពីមុនទៀតឡើយហើយពេលខ្លះក៏សួរសុភាដោយផ្ទាល់អំពីការសិក្សានិងសុខភាពទោះបីជាការសួរនាំទាំងនោះមិនមានអ្វីខុសប្រក្រតីយត្កិលប៉ុន្តែសម្រាប់មីលាវាជាសញ្ញាដែលធ្វើឲ្យនាងចាប់ផ្ដើមភ័យនាងខ្លាចថាបើការពិតត្រូវបានបង្ហាញនោះរឿងគ្រប់យ៉ាងដែលនាងខំលះអស់ជាច្រើនឆ្នាំនឹងរលាយបាត់ក្នុងពេលតែមួយដោយសារការភ័យខ្លាចនោះនាងក៏សម្រេចថាមិនអាចទុកឲ្យសុភាបន្តរស់នៅក្នុងផ្ទះនេះបានទៀតឡើយនៅក្នុងគំនិតរបស់នាងប្រសិនបើក្មេងស្រីម្នាក់នេះចាកចេញទៅគ្រប់បញ្ហាទាំងអស់ក៏នឹងបញ្ចប់ហើយរចនានឹងក្លាយជាកូនស្រីតែម្នាក់គត់ដែលទទួលបានសេចក្តីស្រឡាញ់និងមរតកទាំងអស់ពីលោកវិសាលមួយសប្តាហ៍ក្រោយមកលោកវិសាលត្រូវចេញទៅធ្វើការនៅខេត្តជិតខាងរយៈពេល2ថ្ងៃមុនចេញដំណើរក៏បានប្រាប់សុភាឲ្យថែរក្សាសុខភាពនិងកុំធ្វើការងារធ្ងន់ពេកពាក្យសាមញ្ញប្រមាណម៉ាត់នោះបានធ្វើឲ្យសុភាមានអារម្មណ៍កក់ក្ដៅក្នុងចិត្តព្រោះវាជាលើកដំបូងក្នុងរយៈពេលយូរដែលនាងមានអារម្មណ៍ថាឪពុកចាប់ផ្ដើមយកចិត្តទុកដាក់នាងដូចកាលពីមុនប៉ុន្តែពេលរថយន្តរបស់លោកវិសាលផុតចេញពីភូមិមាលាក៏បិទទ្វារផ្ទះយ៉ាងខ្លាំងហើយទឹកមុខដែលធ្លាប់ធ្វើជាស្លូតបូតក៏បាត់ទៅវិញទាំងស្រុងសម្រាប់សុភានាងដឹងថា2ថ្ងៃខាងមុខនឹងក្លាយជាពេលវេលាដ៏លំបាកបំផុតមួយទៀតក្នុងជីវិតនៅព្រឹកថ្ងៃបន្ទាប់
មេលាបានបញ្ជាឲ្យសុភាចេញទៅកាប់ស្មៅនៅចំការឆ្ងាយពីភូមិទាំងដែលព្រះអាទិត្យកំពុងក្តៅខ្លាំងនាងត្រូវធ្វើការតាំងពីព្រឹករហូតដល់ថ្ងៃជិតលិចដោយគ្មានពេលសម្រាកនិងគ្មានអាហារគ្រប់គ្រាន់ពេលត្រឡប់មកដល់ផ្ទះវិញរាងកាយរបស់សុភានេះហត់រហូតស្ទើរដើរមិនរួចប៉ុន្តែអ្វីដែលរងចាំនាងនៅក្នុងផ្ទះមិនមែនជាបាយក្តៅឬពាក្យសួរសុខទុក្ខឡើយមេលាបានចោទថាសុភាលួចយកប្រាក់ដែលទុកក្នុងទូទោះបីជានាងមិនបានចូលទៅក្នុងបន្ទប់នោះសូម្បីតែមួយជំហានក៏ដោយរចនាក៏ធ្វើជាសាក្សីដោយអះអាងថានាងបានឃើញសុភាដើរចេញពីបន្ទប់ការកុហកដែលរៀបចំទុកជាមុនបានធ្វើឲ្យសុភាគ្មានផ្លូវបកស្រាយមេលាមិនចង់រងចាំឲ្យលោកវិសាលត្រឡប់មកវិញទេនាងបានបោះសម្លៀកបំពាក់និងស្ពើរបស់សុភាចេញពីផ្ទះហើយប្រាប់ថាក្មេងដែលលួចរបស់ក្នុងផ្ទះមិនសមរម្យនៅក្រោមរបបតែមួយជាមួយនាងទៀតឡើយសុភាឈរមើលសភៅដែលខ្លួនខំថែរក្សាអស់ជាច្រើនឆ្នាំធ្លាក់រីបាយលើដីក្រហមទឹកភ្នែកហូរដោយគ្មានសម្លេងនាងមិនខ្លាចការគ្មានកន្លែងដីទេប៉ុន្តែនាងខ្លាចថាការចាក់ចេញលើកនេះនឹងធ្វើឲ្យឪពុកគិតថានាងពិតជាកូនអាក្រក់ដូចដែលម្ដាយចុងបាននិយាយបេះដូងរបស់នាងឈឺចាប់ជាងពេលណានាងទាំងអស់ព្រោះផ្ទះដែលម្ដាយបង្កើតធ្លាប់រស់នៅផ្ទះដែលនាងធ្លាប់រត់លេងកាលពីកុមារកំពុងបិទទ្វារលើនាងដោយគ្មានក្តីមេត្តាសុភាមិនបានយំស្រែកឬតវ៉ាអ្វីឡើយនាងគ្រាន់តែប្រមូលសភៅសម្លៀកបំពាក់ចាស់ៗនិងរូបថតម្ដាយដែលនាងតែងរក្សាទុកក្នុងប្រអប់តូចមួយនាងងាកមើលផ្ទះជាលើកចុងក្រោយដោយបេះដូងពោពេញដោយការឈឺចាប់នៅក្នុងគំនិតរបស់នាងផ្ទះមិនមែនជាកន្លែងដែលមានជញ្ជាំងនិងដំបូលឡើយផ្ទះគឺជាកន្លែងដែលមានមនុស្សស្រឡាញ់យើងហើយថ្ងៃនេះនាងមានអារម្មណ៍ថាខ្លួនគ្មានផ្ទះទៀតហើយពេលដើរចេញពីភូមិមេឃក៏ចាប់ផ្ដើមងងឹតហើយភ្លៀងធ្លាក់ស្រទន់ដូចថ្ងៃដែលម្ដាយរបស់នាងបានចាកចេញពីលោកនេះសុភាដើរតាមផ្លូវដីក្រហមតែម្នាក់ឯងដោយកាន់កាបូបចាស់មួយនិងអោបសៀវភៅជាប់ក្នុងដៃនាងមិនដឹងថាខ្លួនត្រូវទៅណាទេនៅអាយុត្រឹម15ឆ្នាំក្មេងស្រីម្នាក់នេះត្រូវប្រឈមមុខនឹងពិភពលោកដ៏ធំដោយគ្មានលុយគ្មានផ្ទះនិងគ្មានមនុស្សណាម្នាក់នៅក្បែរប៉ុន្តែទោះបីជាជីវិតបានដកយកអ្វីៗពីនាងស្ទើរតែទាំងអស់ក៏ដោយនាងនៅតែមិនបោះបង់សៀវភៅដែលជាក្តីសង្ឃឹមចុងក្រោយរបស់ខ្លួននៅពេលយប់ជិតចូលមកដល់សុភាបានទៅអង្គុយក្រោមដើមពោធិ៍ធំមួយក្បែរវត្តរាងកាយរបស់នាងញ័រដោយសារភាពត្រជាក់និងការអស់កម្លាំងនាងមិនបានញ៉ាំអាហារតាំងពីព្រឹកហើយក៏មិនដឹងថាយប់នេះត្រូវដេកនៅទីណាដែរពេលនោះនាងបានយករូបថតម្ដាយចេញពីកាបូបហើយកាន់វានៅក្នុងដៃទឹកភ្នែកហូរចុះលើរូបថតចាស់ដែលមានស្នាមជ្រីវជ្រួញដោយសារពេលវេលាសុភាមិនបានបន្តជួបវាសនារបស់ខ្លួនឡើយនាងគ្រាន់តែសូមឲ្យម្ដាយជួយផ្ដល់កម្លាំងចិត្តដើម្បីឲ្យនាងអាចរស់បន្តបាននៅក្នុងចិត្តរបស់នាងនៅតែមានជំនឿមួយថាទោះថ្ងៃនេះងងឹតយ៉ាងណាក៏ព្រះអាទិត្យនឹងរះឡើងវិញនៅថ្ងៃស្អែកដែរដោយចៃដន្យព្រះសង្ឃចំណាស់មួយអង្គដែលគង់នៅវត្តបានឃើញក្មេងស្រីម្នាក់អង្គុយយំក្រោមដើមពោធិ៍ព្រះអង្គមិនបានសួរច្រើនទេប៉ុន្តែទឹកមុខនឿយហត់និងសម្លៀកបំពាក់ដែលប្រឡាក់ភក់បានប្រាប់រឿងរ៉ាវជាច្រើនរួចទៅហើយព្រះអង្គបានអនុញ្ញាតឲ្យសុភាស្នាក់នៅក្នុងសាលាឆាន់មួយយប់និងផ្ដល់បាយក្តៅមួយចានឲ្យនាងបាយមួយចានធម្មតានោះបានធ្វើឲ្យសុភាស្រក់ទឹកភ្នែកម្ដងទៀតព្រោះវាជាលើកដំបូងក្នុងរយៈពេលជាយូរដែលនាងទទួលបានការយកចិត្តទុកដាក់ដោយគ្មានលក្ខខណ្ឌព្រឹកថ្ងៃបន្ទាប់ខណៈដែលលោកវិសាលត្រឡប់មកដល់ផ្ទះគាត់បានសួររកសុភាភ្លាមមេលាបានធ្វើជាយំហើយប្រាប់ថាសុភាបានលួចប្រាក់រួចរត់ចេញពីផ្ទះដោយខ្លួនឯងពាក្យកុហកនោះបានធ្វើឲ្យលោកវិសាលស្ងៀមមួយសន្ទុះប៉ុន្តែលើកនេះគាត់មិនប្រញាប់ជឿដោយកាលមុនទៀតឡើយគាត់ចាប់ផ្ដើមដើរចូលបន្ទប់របស់សុភាហើយអ្វីដែលគាត់បានឃើញបានធ្វើឲ្យបេះដូងគាត់ស្ទើរតែបែកខ្ទេចនៅលើតុចាស់មួយមានសៀវភៅមេរៀនមួយក្បាលដែលសុភាទុកចោលដោយមិនបានចេតនានៅចន្លោះទំព័រនោះមានក្រដាសតូចមួយដែលសរសេរដោយដៃរបស់នាងពាក្យនៅលើក្រដាសនោះនឹងคล้ายជាអ្វីដែលផ្លាស់ប្ដូរគំនិតរបស់លោកវិសាលទាំងស្រុងនិងបង្ហាញការពិតដែលគាត់មិនធ្លាប់ដឹងពីមុនលោកវិសាលឈរស្ងៀមនៅក្នុងបន្ទប់តូចរបស់សុភាដោយដៃកាន់សៀវភៅមេរៀនចាស់ដែលមានស្នាមប្រើប្រាស់អស់ជាច្រើនឆ្នាំបន្ទប់នេះនៅតែដូចដើមមិនមានគ្រឿងសង្ហារឹមថ្លៃថ្នូរឬរបស់លេងស្អាតដូចបន្ទប់របស់រចនាឡើយមានតែគ្រែឈើចាស់មួយតុសិក្សាតូចមួយនិងធ្នើសៀវភៅដែលរៀបចំយ៉ាងមានរបៀបទោះជាម្ចាស់បន្ទប់បានចាកចេញទៅហើយក៏ដោយក៏គ្រប់យ៉ាងនៅក្នុងបន្ទប់នៅតែស្អាតនិងមានរបៀបដូចជាចរិតរបស់សុភាដែរលោកវិសាលអង្គុយចុះយឺតហើយបើកសៀវភៅដែលនៅសល់លើតូបនៅចន្លោះទំព័រមួយមានក្រដាសបត់យ៉ាងស្អាតមួយសន្លឹកពេលគាត់បើកវាចេញអក្សរដែលសរសេរដោយដៃរបស់សុភាក៏លេចឡើងនៅចំពោះមុខគ្រាន់តែឃើញអក្សរដំបូងបេះដូងរបស់គាត់ក៏ចាប់ផ្ដើមញ័រដោយអារម្មណ៍ដែលពិបាកពណ៌នេះក្រដាសមួយសន្លឹកនោះមិនមែនជាសម្បត្តិដើម្បីបន្ទោសនរណាម្នាក់ទេវាមិនមានពាក្យស្អប់ឬពាក្យត្អូញត្អែរចំពោះម្ដាយចុងឡើយ
គឺគ្រាន់តែជាកំណត់ហេតុដែលសុភាសរសេររាប់ពីនាងមានទុកហើយមិនអាចប្រាប់អ្នកណាបាននៅក្នុងកំណត់ហេតុនោះនាងបានសរសេរថានាងមិនដែលស្អប់មិនដែលចង់ឡើយទោះបីជានាងត្រូវធ្វើការងារធ្ងន់រាល់ថ្ងៃត្រូវស្ដីបន្ទោសដោយគ្មានកំហុសនិងត្រូវចោទប្រកាន់រឿងដែលនាងមិនបានធ្វើក៏ដោយនាងសរសេរថាមូលហេតុដែលនាងមិនធ្លាប់ប្រាប់ឪពុកពីការពិតគឺព្រោះនាងមិនចង់ឲ្យឪពុកដែលខំធ្វើការទាំងថ្ងៃទាំងយប់ត្រូវមកពិបាកចិត្តដោយសារនាងទៀតនាងសុខចិត្តទទួលទុកតែម្នាក់ឯងដើម្បីឲ្យឪពុកនៅតែអាចញញឹមនិងគិតថាគ្រួសារនេះនៅតែមានសេចក្តីសុខរាល់ពាក្យដែលសរសេរនៅលើក្រដាសមិនវែងពេកទេប៉ុន្តែគ្រប់ឃ្លាទាំងអស់ពោពេញដោយក្តីស្រឡាញ់របស់កូនស្រីម្នាក់ចំពោះឪពុកសុភាបានសរសេរថានាងមិនខ្លាចការងារលំបាកឡើយមិនខ្លាចភាពក្រីក្រឡើយហើយក៏មិនខ្លាចការអត់ឃ្លានដែរអ្វីដែលនាងខ្លាចបំផុតគឺថ្ងៃណាមួយឪពុកនឹងឈប់ជឿនាងនឹងគិតថានាងជាកូនអាក្រក់នាងក៏បានសរសេរថាប្រសិនបើថ្ងៃណាមួយនាងត្រូវចាកចេញពីផ្ទះនាងនឹងមិនខឹងឪពុកឡើយព្រោះនាងដឹងថាឪពុកមិនបានឃើញអ្វីដែលកើតឡើងនៅពេលគាត់មិននៅផ្ទះនាងគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយការពិតនឹងត្រូវបានបង្ហាញហើយឪពុកនឹងដឹងថាកូនស្រីរបស់គាត់មិនដែលធ្វើឲ្យគាត់ខ្មាស់គេឡើយលោកអេសាលអានមិនទាន់ដល់ចប់ផងទឹកភ្នែកក៏ហូរចុះដោយមិនអាចទប់បានជាច្រើនឆ្នាំកន្លងមកគាត់តែងគិតថាខ្លួនជាឪពុកដែលខិតខំធ្វើគ្រប់យ៉ាងដើម្បីកូនប៉ុន្តែនៅពេលនេះគាត់ទើបតែដឹងថាខ្លួនបានបរាជ័យក្នុងរឿងដ៏សំខាន់បំផុតគឺការការពារកូនស្រីរបស់ខ្លួនគាត់នឹកឃើញគ្រប់ពេលដែលសុភាត្រូវគាត់ស្ដីបន្ទោសដោយគ្មានកំហុសនឹកឃើញថ្ងៃដែលនាងឈរយំតែមិនហ៊ានតបតពេលត្រូវគេចោទថាលួចក្រវិលនិងនឹកឃើញស្នាមញញឹមដែលនាងខំធ្វើរាល់ពេលប្រាប់ថាខ្លួនមិនអីទេពេលនេះទើបគាត់យល់ថាស្នាមញញឹមទាំងនោះមិនមែនជាស្នាមញញឹមរបស់ក្មេងស្រីដែលមានសេចក្តីសុខទេប៉ុន្តែជាស្នាមញញឹមរបស់មនុស្សម្នាក់ដែលកំពុងលាក់ទឹកភ្នែកពីអ្នកដែលខ្លួនស្រឡាញ់បំផុតលោកអេសាមិនអាចអង្គុយស្ងៀមបានទៀតឡើយគាត់ដើរចេញពីបន្ទប់ដោយកាន់ក្រដាសនោះជាប់ក្នុងដៃហើយសម្លឹងទៅមេលាដែលកំពុងឈរនៅមុខផ្ទះជាលើកដំបូងក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេគាត់មិនសួរដោយភាពទន់ភ្លន់ទៀតទេគាត់បានសួរពីការពិតទាំងអស់ដែលបានកើតឡើងចំពោះសុភានាងលាព្យាយាមបដិសេធដូចរាល់ដងប៉ុន្តែលើកនេះសម្លេងរបស់នាងមិនមានភាពជឿជាក់ដូចមុនឡើយព្រោះនាងបានឃើញទឹកមុខរបស់ប្តីដែលមិនមែនជាទឹកមុខរបស់មនុស្សដែលកំពុងសង្ស័យទៀតទេប៉ុន្តែជាទឹកមុខរបស់ឪពុកម្នាក់ដែលទើបតែដឹងថាកូនស្រីរបស់ខ្លួនបានរស់នៅក្នុងទុក្ខវេទនាអស់ជាច្រើនឆ្នាំរយៈតែឈរនៅក្បែរម្ដាយក៏ចាប់ផ្ដើមភ័យខ្លាចនាងនឹកឃើញរឿងជាច្រើនដែលខ្លួនធ្លាប់ធ្វើលើសុភានាងនឹកឃើញថ្ងៃដែលខ្លួនលួចយកក្រវិលទៅលាក់ក្រោមខ្នើយរបស់សុភានឹកឃើញពេលខ្លួនកុហកថាសុភាលួចប្រាក់និងនឹកឃើញរាល់ពេលដែលខ្លួនអង្គុយមើលខណៈដែលសុភាត្រូវធ្វើការងារធ្ងន់តែម្នាក់ឯងពីមុននាងធ្វើអ្វីៗទាំងនោះព្រោះគិតថាវាជារឿងធម្មតាប៉ុន្តែពេលឃើញលោកវិសាលយំជាលើកដំបូងក្នុងជីវិតនាងក៏ចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនបានធ្វើរឿងខុសយ៉ាងធំលោកវិសាលមិនចង់ស្ដាប់ការបោះស្រាយទៀតឡើយនៅក្នុងចិត្តរបស់គាត់មានតែគំនិតមួយគត់គឺត្រូវរកសុភាឲ្យឃើញគាត់មិនដឹងថាកូនស្រីរបស់ខ្លួនកំពុងនៅទីណាមានអាហារហូបឬអត់និងមានកន្លែងគេងឬអត់រាល់វិនាទីដែលកន្លងផុតទៅគាត់កាន់តែភ័យថាក្មេងស្រីដែលមិនធ្លាប់រស់នៅឆ្ងាយពីផ្ទះអាចជួបគ្រោះថ្នាក់ណាមួយដោយមិនរងចាំដល់ថ្ងៃស្អែកគាត់បានជិះម៉ូតូចេញពីផ្ទះភ្លាមស្វែងរកតាមភូមិតាមសាលាតាមផ្លូវដែលសុភាធ្លាប់ដើរនឹងគ្រប់កន្លែងដែលគាត់គិតថានាងអាចទៅបានពេលណាមានអ្នកណាប្រាប់ថាបានឃើញក្មេងស្រីម្នាក់ស្តៀងសុភាគាត់ក៏ប្រញាប់ទៅមើលភ្លាមប៉ុន្តែរាល់លើគាត់តែងតែត្រឡប់មកវិញដោយក្តីអស់សង្ឃឹមនៅឯវត្តវិញសុភាមិនបានដឹងឡើយថាឪពុករបស់នាងកំពុងដើរស្វែងរកនាងគ្រប់ទីកន្លែងនាងបានជួយព្រះសង្ឃបោះសមាធិធ្លីវត្តរៀបចំសាលាឆាន់និងជួយដាំបន្លែនៅសួនតូចខាងក្រោយទោះជីវិតនៅវត្តសាមញ្ញនិងគ្មានអ្វីសម្បូរបែបក៏ដោយប៉ុន្តែនាងមានអារម្មណ៍ថាខ្លួនបានស្គាល់ភាពស្ងប់សុខជាលើកដំបូងបន្ទាប់ពីអស់ជាច្រើនឆ្នាំគ្មានអ្នកណាស្ដីបន្ទោសនាងដោយគ្មានហេតុផលគ្មានអ្នកណាចោទថានាងលួចរបស់ហើយគ្មានអ្នកណាបង្ខំនាងធ្វើការរហូតអស់កម្លាំងនៅទីនោះនាងទទួលបានអ្វីដែលខ្លួនខ្វះជាយូរមកហើយគឺការយកចិត្តទុកដាក់ដែលគ្មានការរត់ព្រះសង្ឃចំណាស់ដែលបានជួយនាងបានសង្កេតឃើញថាទោះសុភារស់នៅក្នុងទុក្ខលំបាកយ៉ាងណាក៏ដោយនាងនៅតែស្រឡាញ់ការសិក្សារាល់យប់បន្ទាប់ពីជួយការងារនៅវត្តរួចនាងតែអង្គុយអានសៀវភៅក្រោមពន្លឺអំពូលតូចមួយដោយមិនដែលរំលងព្រះអង្គក៏បានណែនាំឲ្យនាងបន្តការសិក្សានិងប្រាប់ថាការអប់រំគឺជាទ្រព្យសម្បត្តិតែមួយដែលគ្មានអ្នកណាអាចដកហូតពីមនុស្សបានពេលនោះសុភាមិនទាន់ដឹងទេថាជីវិតរបស់នាងកំពុងឈានចូលដល់ទំព័រថ្មីមួយការឈឺចាប់ដែលនាងបានឆ្លងកាត់អាចនឹងក្លាយជាកម្លាំងដែលជួយឲ្យនាងឈានទៅរកភាពជោគជ័យហើយមនុស្សដែលធ្លាប់មើលងាយនាងក៏នឹងចាប់ផ្ដើមទទួលលទ្ធផលនៃអំពើរបស់ខ្លួនបន្តិចម្ដងបន្តិចពេលរបៀបានកន្លងផុតទៅជិត2ខែចាប់តាំងពីសុភាចាកចេញពីផ្ទះជីវិតរបស់នាងនៅក្នុងវត្តមិនមែនសម្បូរបែបឬងាយស្រួលជាងមុនឡើយប៉ុន្តែវាជាជីវិតដែលមានសេចក្តីសុខក្នុងចិត្តរាល់ព្រឹកនាងភ្ញាក់ពីព្រលឹមជួយព្រះសង្ឃបោះសម្អាតទីធ្លាវត្តដល់បន្លែស្រោចផ្កានិងជួយរៀបចំអាហារសម្រាប់អ្នកដែលមកធ្វើបុណ្យ
នៅពេលថ្ងៃឡើងនាងទៅសាលាដោយធម្មតាហើយពេលត្រឡប់មកវិញក៏បន្តអានសៀវភៅរហូតដល់យប់ទោះបីជានាងមិនមានបន្ទប់ផ្ទាល់ខ្លួនគ្មានក្រេតុនឬសម្លៀកបំពាក់ថ្មីៗក៏ដោយប៉ុន្តែយ៉ាងហោចណាស់នាងលែងរស់នៅក្នុងភាពភ័យខ្លាចរាល់ថ្ងៃទៀតហើយកន្លែងដែលគ្មានទ្រព្យសម្បត្តិច្រើននេះបែរជាផ្ដល់ឲ្យនាងនៅអ្វីដែលផ្ទះធ្លាប់មានមិនអាចផ្ដល់បាននោះគឺភាពស្ងប់សុខនិងសេចក្តីគោរពក្នុងនាមជាមនុស្សម្នាក់ព្រះសង្ឃចំណាស់ដែលបានជួយសុភាតែមានប្រសាសន៍ថាមនុស្សមិនអាចជ្រើសរើសគ្រួសារដែលខ្លួនកើតមកបានទេប៉ុន្តែអាចជ្រើសរើសផ្លូវដែលខ្លួនដើរបន្តបានព្រះអង្គបានបង្រៀនឲ្យនាងកុំរក្សាកំហឹងទុកក្នុងចិត្តព្រោះកំហឹងនឹងធ្វើឲ្យអ្នករងទុក្ខមុនគេគឺខ្លួនឯងសុភាស្ដាប់ដោយស្ងៀមស្ងាត់ហើយខិតខំធ្វើតាមនាងមិនជាយាមបំភ្លេចអ្វីដែលបានកើតឡើងទេប៉ុន្តែនាងរៀនទទួលយកវាជាមេរៀនជីវិតរាល់ការឈឺចាប់ដែលធ្លាប់ឆ្លងកាត់បានក្លាយជាកម្លាំងជំរុញឲ្យនាងខិតខំរៀនជាងមុនព្រោះនាងជឿថាចំណេះដឹងគឺជាផ្លូវតែមួយដែលអាចនាំនាងចេញពីភាពងងឹតបានដោយសារការខិតខំប្រឹងប្រែងនិងលទ្ធផលសិក្សាដ៏ល្អឥតខ្ចោះសុភាបានតាក់ទាញចំណាប់អារម្មណ៍របស់គណៈកម្មការអប់រំស្រុកនៅក្នុងការប្រឡងសិស្សពូកែដែលនាងត្រូវបានអនុញ្ញាតឲ្យចូលរួមជំនួសបេក្ខជនម្នាក់ដែលដកខ្លួនចេញនាងបានប្រឡងជាប់ក្នុងចំណាត់ថ្នាក់លេខ1ទូទាំងស្រុកលទ្ធផលនោះបានធ្វើឲ្យគ្រូបង្រៀនទាំងអស់មានមោទនភាពយ៉ាងខ្លាំងមិនយូរប៉ុន្មានមន្ទីរអប់រំខេត្តក៏បានផ្ដល់អាហារូបករណ៍ពេញលេញដល់នាងដើម្បីបន្តការសិក្សានៅវិទ្យាល័យល្បីមួយក្នុងទីរួមខេត្តសម្រាប់សិស្សជាច្រើនវាជាព័ត៌មានល្អប៉ុន្តែសម្រាប់សុភាវាមានន័យលើពីការបន្តការសិក្សាវាជាច្រកទ្វារដំបូងដែលនាំនាងចេញពីជីវិតដែលធ្លាប់មានតែទឹកភ្នែកនិងការរើសអើងនៅថ្ងៃដែលសាលារៀបចំពិធីប្រគល់អាហារូបករណ៍គ្រូប្រចាំថ្នាក់បានសូមឲ្យសុភាអញ្ជើញអាណាព្យាបាលមកចូលរួមសុភាឈរស្ងៀមមួយសន្ទុះមុននឹងប្រាប់ថានាងមិនដឹងថាគួរអញ្ជើញអ្នកណាទេពាក្យសាមញ្ញមួយម៉ាត់នោះបានធ្វើឲ្យគ្រូគ្រប់គ្នានៅក្នុងបន្ទប់ស្ងប់ស្ងាត់លោកគ្រូដែលធ្លាប់ជួយនាងក៏សម្រេចចិត្តថាគាត់នឹងទៅស្វែងរកលោកវិសាលម្ដងទៀតព្រោះគាត់ជឿថាឪពុករបស់សុភាគួរតែបានដឹងអំពីភាពជោគជ័យរបស់កូនស្រីខ្លួននៅក្នុងរយៈពេល2ខែកន្លងមកលោកវិសាលបានរស់នៅក្នុងវិបត្តិទុសារីដែលមិនអាចពិពណ៌នាបានគាត់បានដើរស្វែងរកសុភាគ្រប់ទីកន្លែងគាត់ទៅសួរអ្នកភូមិទៅសាលាទៅផ្ទះសាច់ញាតិនិងសូម្បីតែទៅតាមវត្តនានារាល់យប់គាត់មិនអាចគេងលក់បានឡើយព្រោះគ្រប់ពេលបិទភ្នែកគាត់តែងឃើញមកកូនស្រីដែលឈរយំតែមិនហ៊ានតបតនៅថ្ងៃដែលគាត់ស្ដីបន្ទោសនាងដោយគ្មានកំហុសគាត់ចាប់ផ្ដើមយល់ថាមិនមានទ្រព្យសម្បត្តិឬការងារណាមួយអាចមានតម្លៃជាងការមានកូននៅក្បែរខ្លួនឡើយការយឺតយ៉ាវរបស់គាត់ក្នុងការមើលឃើញការពិតបានធ្វើឲ្យគាត់ស្ទើរតែបាត់បង់អ្វីដែលមានតម្លៃបំផុតក្នុងជីវិតនៅថ្ងៃដែលលោកគ្រូមកជួបលោកវិសាលម្ដងទៀតគាត់បាននាំយកព័ត៌មានដែលមិនធ្លាប់មានពីមុនលោកគ្រូប្រាប់ថាសុភាមានសុវត្ថិភាពនាងនៅតែបន្តការសិក្សាហើយទើបទទួលបានអាហារូបករណ៍ដ៏មានតម្លៃពេលឮដំណឹងនេះលោកវិសាលស្រក់ទឹកភ្នែកភ្លាមទឹកភ្នែកលើកនេះមិនមែនជាទឹកភ្នែកនៃការសោកស្ដាយតែមួយមុខទេប៉ុន្តែជាទឹកភ្នែកនៃក្តីអរគុណដែលកូនស្រីរបស់គាត់នៅមានសុវត្ថិភាពនិងមិនបានបោះបង់ក្តីស្រមៃរបស់ខ្លួនដោយមិនរងចាំដល់ថ្ងៃស្អែកគាត់បានសូមឲ្យលោកគ្រូនាំគាត់ទៅជួបសុភាភ្លាមនៅរសៀលថ្ងៃនោះក្នុងទីធ្លាវត្តដែលស្ងប់ស្ងាត់សុភាកំពុងអង្គុយអានសៀវភៅក្រោមដើមពោធិធំខ្យល់បក់យឺតបក់ស្លឹកពោធិឲ្យធ្លាក់រីប៉ាយលើទំព័រសៀវភៅពេលនាងលើកក្បាលឡើងនាងក៏ឃើញលោកគ្រូនិងបរិះម្នាក់ដែលនាងមិនបានឃើញអស់ជាច្រើនខែកំពុងឈរនៅមុខនាងវិនាទីនោះហាក់ដូចជាពេលវេលាឈប់ដើរសុភាសម្លឹងមើលឪពុកដែលភ្នែកញ័រខណៈដែលលោកវិសាលសម្លឹងមើលកូនស្រីដែលស្គមជាងមុននិងមានទឹកមុខរឹងមាំជាងមុនមនុស្សទាំងពីរឈរស្គីមួយសន្ទុះដោយគ្មានអ្នកណានិយាយអ្វីសោះប៉ុន្តែទឹកភ្នែកដែលហូរចុះពីភ្នែករបស់អ្នកទាំងពីរបាននិយាយជំនួសពាក្យទាំងអស់ដែលកប់ទុកក្នុងចិត្តអស់រយៈពេលយូរលោកវិសាលដើរចូលទៅចិត្តសុភាយឺតហើយឲ្យកូនស្រីរបស់ខ្លួនជាប់ដោយដីដែលញ័រគាត់មិនអាចនិយាយពាក្យណាមួយបានភ្លាមទេព្រោះវិបដិសារីនឹងការឈឺចាប់បានចាក់សោបំពង់ករបស់គាត់សម្រាប់សុភាការរបស់ឪពុកលើកនេះគឺជាភាពកក់ក្ដៅដែលនាងនឹករលឹកបំផុតទោះបីជានាងធ្លាប់ឈឺចាប់យ៉ាងណាក៏ដោយបេះដូងរបស់នាងមិនដែលឈប់ស្រឡាញ់ឪពុកឡើយនៅក្នុងការអបដ៏យូរនោះមិនមានការស្អប់មិនមានការបន្ទោសនិងមិនមានការចងកំហឹងឡើយមានតែទឹកភ្នែករបស់ឪពុកនិងកូនស្រីដែលទីបំផុតបានជួបគ្នាវិញបន្ទាប់ពីការយល់ច្រឡំដែលបានបំផ្លាញគ្រួសារអស់ជាច្រើនឆ្នាំបន្ទាប់ពីការជួបគ្នានោះលោកវិសាលបានសុំឲ្យសុភាត្រឡប់ទៅផ្ទះវិញប៉ុន្តែសុភាមិនបានឆ្លើយភ្លាមឡើយនាងគ្រាន់តែសម្លឹងមើលទីធ្លាវត្តដែលធ្លាប់ផ្ដល់ជំរកដល់នាងនិងសម្លឹងមើលឪពុកដែលកំពុងរងចាំចម្លើយដោយទឹកមុខពោពេញដោយការសោកស្ដាយនៅក្នុងចិត្តរបស់នាងមានការសម្រេចចិត្តដ៏សំខាន់មួយដែលនឹងកំណត់អនាគតរបស់ខ្លួននិងគ្រួសារទាំងមូលហើយដល់ពេលដូចគ្នានោះមាលានិងរចនាក៏កំពុងទទួលរងលទ្ធផលនៃអំពើដែលពួកគេបានសាបព្រោះការពិតដែលបានលាតត្រដាងមិនត្រឹមតែធ្វើឲ្យពួកគេបាត់បង់ការទុកចិត្តពីលោកវិសាលប៉ុណ្ណោះទេ
ប៉ុន្តែវាក៏ជាការចាប់ផ្ដើមនៃការស្ដាយក្រោយដែលនៅតាមលងពួកគេអស់ជាច្រើនឆ្នាំក្រោយការជួបគ្នាវិញនៅក្នុងវត្តបរិយាកាសនៅទីនោះពោពេញទៅដោយភាពស្ងប់ស្ងាត់ប៉ុន្តែនៅក្នុងបេះដូងរបស់មនុស្សពីរនាក់ដែលកំពុងឈរទល់មុខគ្នាមានអារម្មណ៍ជាច្រើនដែលមិនអាចនិយាយចេញជាពាក្យបានលោកវិសាសម្លឹងមើលកូនស្រីរបស់ខ្លួនដែលធ្លាប់ជាក្មេងស្រីតូចរត់តាមគាត់នៅក្នុងវាលស្រែប៉ុន្តែឥឡូវនេះនាងបានក្លាយជាមនុស្សដែលរឹងមាំជាងវ័យដោយសារការឈឺចាប់ដែលជីវិតបានបង្ខំឲ្យនាងឆ្លងកាត់រាងកាយរបស់សុភាស្គមជាងមុនប៉ុន្តែកែវភ្នែករបស់នាងបែរជាមានភាពមុតមមនិងស្ងប់ស្ងាត់វាជាភ្នែករបស់មនុស្សម្នាក់ដែលបានរៀនរស់នៅជាមួយទុក្ខលំបាកហើយមិនបណ្ដោយឲ្យទុក្ខទាំងនោះបំផ្លាញចិត្តរបស់ខ្លួនឡើយលោកឥសាបានអង្គុយនៅក្រោមដើមពោធិ៍ជាមួយសុភាជាយូរគាត់មិនព្យាយាមរកលេសឬបន្ទោសនរណាម្នាក់ទេគាត់គ្រាន់តែសារភាពថាខ្លួនបានធ្វើខុសយ៉ាងធំក្នុងនាមជាឪពុកគាត់បានទទួលស្គាល់ថាការជឿលើពាក្យរបស់អ្នកដទៃដោយមិនព្យាយាមស្ដាប់បេះដូងរបស់កូនខ្លួនឯងគឺជាកំហុសដែលគាត់មិនអាចបំភ្លេចបានអស់មួយជីវិតគាត់ប្រាប់ថារាល់យប់ដែលគាត់ស្វែងរកសុភាគាត់តែងសួរខ្លួនឯងថាប្រសិនបើថ្ងៃណាមួយគាត់រកនាងមិនឃើញទៀតតើគាត់នឹងរស់នៅជាមួយវប្បធម៌ស្រីនោះយ៉ាងដូចម្តេចការនិយាយដែលស្មោះត្រង់របស់លោកវិសាលមិនមែនជាការសុំឲ្យកូនស្រីអាណិតទេប៉ុន្តែជាការទទួលស្គាល់ថាគាត់បានបរាជ័យក្នុងការការពារមនុស្សដែលខ្លួនស្រឡាញ់បំផុតសុភាស្ដាប់គ្រប់ពាក្យដោយស្ងៀមស្ងាត់ពីតនីមើលទុនភេននៅជ្រុងភ្នែកប៉ុន្តែវាមិនមែនជាទឹកភ្នែកនៃការអន់ចិត្តដោយការពីមុនទៀតឡើយនៅក្នុងរយៈពេលដែលរស់នៅក្នុងវត្តនាងបានរៀនយល់ថាការកាន់កំហឹងមិនអាចព្យាបាលរបួសបានទេការអត់ទោសមិនមែនមានន័យថាភ្លេចអ្វីដែលបានកើតឡើងឡើយប៉ុន្តែមានន័យថាមិនអនុញ្ញាតឲ្យអតីតកាលបន្តចាប់ចងបេះដូងរបស់ខ្លួននាងសម្លឹងមើលឪពុកដែលកំពុងស្រក់ទឹកភ្នែកហើយនៅក្នុងវិនាទីនោះនាងមិនបានឃើញបរិសុទ្ធដែលធ្លាប់ស្ដីបន្ទោសនាងទេនាងបានឃើញតែឪពុកម្នាក់ដែលកំពុងរងទុក្ខដោយសារកំហុសរបស់ខ្លួននៅទីបំផុតសុភាក៏សម្រេចចិត្តប្រាប់ឪពុកថានាងមិនអាចខឹងគាត់ឡើយអ្វីដែលធ្វើឲ្យនាងឈឺចាប់មិនមែនជាការដែលគាត់ស្ដីបន្ទោសនាងទេប៉ុន្តែជាការដែលគាត់មិនបានឃើញទឹកភ្នែករបស់នាងទោះជាយ៉ាងណាអ្វីទាំងនោះបានកន្លងផុតទៅហើយនាងមិនចង់រស់នៅក្នុងអតីតកាលទៀតទេនាងចង់រស់ដើម្បីអនាគតដែលម្ដាយបង្កើតធ្លាប់ស្រមៃឲ្យនាងពាក្យទាំងនោះបានធ្វើឲ្យលោកវិសាលយំខ្លាំងជាងមុនព្រោះគាត់មិននឹកស្មានថាកូនស្រីដែលរងទុក្ខដោយសារគាត់បែរជាអ្នកលួងលោមចិត្តគាត់វិញបន្ទាប់ពីពិភាក្សាជាមួយព្រះសង្ឃនិងលោកគ្រូសុភាបានធ្វើការសម្រេចចិត្តដ៏សំខាន់មួយនាងយល់ព្រមត្រឡប់ទៅជួបឪពុកវិញប៉ុន្តែមិនត្រឡប់ទៅរស់នៅក្នុងផ្ទះចាស់ដូចមុនទេដោយសារនាងទទួលបានអាហារូបករណ៍ពេញលេញនាងនឹងត្រូវទៅរស់នៅអន្តេវាសិកដ្ឋានរបស់សាលានៅទីរួមខេត្តដើម្បីបន្តការសិក្សាសម្រាប់សុភានេះគឺជាផ្លូវដែលល្អបំផុតនាងអាចបន្តការរៀនមិនចាំបាច់រស់នៅក្រោមការរើសអើងហើយក៏មិនធ្វើឲ្យឪពុកត្រូវជ្រើសរើសរវាងកូននិងភរិយាទៀតដែរលោកវិសាលគោរពការសម្រេចចិត្តរបស់កូនស្រីព្រោះគាត់ដឹងថាក្មេងស្រីដែលឈរនៅមុខគាត់នៅពេលនេះលែងជាក្មេងតូចដែលត្រូវការឲ្យគាត់សម្រេចចិត្តជំនួសទៀតហើយប៉ុន្តែមុនពេលសុភាចេញដំណើរទៅទីរួមខេត្តលោកវិសាលបានធ្វើរឿងមួយដែលគាត់គួរតែធ្វើតាំងពីយូរមកហើយគាត់បានត្រឡប់ទៅផ្ទះហើយប្រឈមមុខនឹងមេលាគាត់មិនស្រែកមិនប្រើពាក្យអាក្រក់នឹងមិនធ្វើឲ្យផ្ទះខ្លាចជាកន្លែងឆ្លោះប្រកែកឡើយប៉ុន្តែគាត់បានប្រាប់នាងដោយភាពច្បាស់លាស់ថាគាត់បានដឹងការពិតទាំងអស់ហើយគាត់បានដឹងពីការធ្វើបាបសុភាការលាក់លិខិតសាលាការចោទប្រកាន់រឿងក្រវិលនិងការបណ្ដេញកូនស្រីចេញពីផ្ទះរាល់ពាក្យដែលគាត់និយាយគឺដូចជាកំបិតដែលចាក់ចូលទៅក្នុងវប្បដេសារីរបស់មីលានាងព្យាយាមរកពាក្យបកស្រាយប៉ុន្តែការពិតដែលបានលាតត្រដាងមិនអាចលាក់បានទៀតឡើយរយៈអន្តរឈរនៅក្បែរម្ដាយក៏មិនអាចទប់ទឹកភ្នែកបានដែរជាច្រើនឆ្នាំកន្លងមកនាងធ្វើអ្វីតាមការបង្ហាត់របស់ម្ដាយដោយគិតថាវាជារឿងត្រឹមត្រូវប៉ុន្តែនៅពេលឃើញឪពុកស្រក់ទឹកភ្នែកនឹងដឹងថាសុភាមិនដែលស្អប់នាងទោះបីជារងទុក្ខយ៉ាងណាក៏ដោយនាងក៏ចាប់ផ្ដើមស្អប់ខ្លួនឯងនាងយល់ថាការចំណានបានធ្វើឲ្យនាងបាត់បង់អ្វីដែលសំខាន់បំផុតគឺចិត្តល្អនិងភាពស្មោះត្រង់លោកវិសាលមិនបានបណ្ដេញមីលាចេញពីផ្ទះភ្លាមឡើយគាត់ប្រាប់ថាការដាក់ទោសដោយកំហឹងមិនអាចធ្វើឲ្យអតីតកាលវិលត្រឡប់មកវិញបានទេប៉ុន្តែចាប់ពីថ្ងៃនេះទៅគាត់នឹងមិនអនុញ្ញាតឲ្យអ្នកណាធ្វើបាបកូនស្រីរបស់គាត់ទៀតឡើយគាត់ក៏ប្រាប់ថាមនុស្សគ្រប់គ្នាត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនពាក្យស្ងប់ស្ងាត់ទាំងនោះបានធ្វើឲ្យមេលាដឹងថាអ្វីដែលនាងបាត់បង់មិនមែនត្រឹមតែការទុកចិត្តពីប្តីទេប៉ុន្តែជាការគោរពដែលមិនអាចទិញត្រឡប់មកវិញបានពី3សប្តាហ៍ក្រោយមកសុភាបានចេញដំណើរទៅសិក្សានៅទីរួមខេត្តនៅថ្ងៃនោះលោកវិសាលជាអ្នកជូននាងទៅដល់សាលាដោយខ្លួនឯងគាត់បានទិញកាបូបសិក្សាថ្មីមួយឲ្យនាងនឹងសិភៅដែលនាងត្រូវការសម្រាប់ឆ្នាំសិក្សាថ្មីទោះវាមិនមែនជារបស់មានតម្លៃថ្លៃក៏ដោយប៉ុន្តែសម្រាប់សុភាវាជាអំណោយដែលពោពេញដោយក្តីស្រឡាញ់ដែលនាងបានរងចាំអស់ជាច្រើនឆ្នាំ
មុននាងដើរចូលអន្តេវាសិកដ្ឋានលោកវិសាលបានសម្លឹងមើលកូនស្រីដែលភ្នែកពោពេញដោយមោទនភាពគាត់ដឹងថាផ្លូវខាងមុខរបស់សុភានៅវែងឆ្ងាយណាស់ប៉ុន្តែលើកនេះគាត់នឹងមិនឲ្យនាងដើរតែម្នាក់ឯងទៀតឡើយនៅថ្ងៃនោះសុភាបានដើរចូលសាលាថ្មីដោយបេះដូងពោពេញដោយក្តីសង្ឃឹមក្មេងស្រីដែលធ្លាប់ត្រូវគេមើលងាយនិងគ្មានអ្នកជឿជាក់បានចាប់ផ្ដើមចម្ពោះថ្មីនៃជីវិតរបស់ខ្លួននាងមិនបានយកការឈឺចាប់ពីអតីតកាលទៅជាបន្ទុកទៀតទេផ្ទុយទៅវិញនាងបានយកវាទៅធ្វើជាកម្លាំងដែលនឹងជួយឲ្យនាងក្លាយជាមនុស្សដែលអាចផ្លាស់ប្ដូរជីវិតរបស់ខ្លួននិងជួយអ្នកដទៃនៅថ្ងៃអនាគតប៉ុន្តែសុភីមិនទាន់ដឹងទេថាការចូលរៀននៅទីរួមខេត្តនឹងក្លាយជាចំណុចដែលផ្លាស់ប្ដូរជោគវាសនារបស់នាងទាំងស្រុងនៅទីនោះនាងនឹងជួបមនុស្សដែលនឹងមើលឃើញសមត្ថភាពរបស់នាងជួយបើកទ្វារទៅរកពិភពលោកធំជាងមុននិងធ្វើឲ្យក្មេងស្រីដែលធ្លាប់រស់នៅក្នុងទឹកភ្នែកក្លាយជាមនុស្សជោគជ័យដែលគ្មាននរណានឹកស្មានដល់ការចាប់ផ្ដើមជីវិតនៅទីរួមខេត្តមិនមែនជារឿងងាយស្រួលសម្រាប់សុភាឡើយទោះបីជានាងទទួលបានអាហារូបករណ៍ពេញលេញដែលគ្របដណ្ដប់លើថ្លៃសិក្សាកន្លែងស្នាក់នៅនិងអាហារមួយផ្នែកក៏ដោយក៏ជីវិតប្រចាំថ្ងៃនៅតែទាមទារឲ្យនាងខិតខំប្រឹងប្រែងជាងអ្នកដទៃនាងមិនមានសាច់ញាតិរស់នៅក្បែរទេមិនមានអ្នកណាមកទទួលទេឈឺមិនមានអ្នកណារៀបចំអាហារក្តៅៗឲ្យញ៉ាំនៅថ្ងៃដែលនាងនឿយហត់ប៉ុន្តែអ្វីដែលធ្វើឲ្យសុភាខុសពីមិត្តរួមថ្នាក់ជាច្រើនគឺនាងមិនដែលចាត់ទុកភាពលំបាកទាំងនេះជាឧបសគ្គឡើយនាងតែងគិតថាបើប្រៀបធៀបនឹងថ្ងៃដែលត្រូវរស់នៅក្រោមការរើសអើងរបស់ម្ដាយចុងជីវិតថ្ងៃនេះគឺដូចជាអំណោយដ៏មានតម្លៃដែលព្រះជាម្ចាស់បានផ្ដល់ឲ្យរាល់សុភាពញាក់មុនគេនៅក្នុងអន្តេវាសិក្ខដ្ឋាននាងរៀបចំគ្រាបសម្អាតបន្ទប់និងអានមេរៀនមុនពេលចូលថ្នាក់ទម្លាប់ដែលនាងបានរៀនពីការតស៊ូការនៅផ្ទះចាស់បានធ្វើឲ្យនាងក្លាយជាមនុស្សមានវិន័យនិងចេះគ្រប់គ្រងពេលវេលាខណៈដែលសិស្សខ្លះចំណាយពេលទំនេរទៅដើរលេងឬសម្រាកសុភាតែងចូលបណ្ណាល័យអានសៀវភៅបន្ថែមនាងជឿថាចំណេះដឹងមិនមែនកើតចេញពីទេពកោសល្យតែមួយមុខទេប៉ុន្តែកើតចេញពីការខិតខំដែលធ្វើរាល់ថ្ងៃដោយមិនបោះបង់មិត្តភ័ក្តិជាច្រើនចាប់ផ្ដើមស្គាល់នាងថាជាក្មេងស្រីដែលស្ងៀមស្ងាត់ប៉ុន្តែមានចិត្តល្អនិងតែងតែជួយអ្នកដទៃដោយមិនគិតពីផលប្រយោជន៍របស់ខ្លួនមិនយូរប៉ុន្មានគ្រូបង្រៀននៅវិទ្យាល័យក៏ចាប់ផ្ដើមមើលឃើញសមត្ថភាពពិសេសរបស់សុភានាងមិនត្រឹមតែមានលទ្ធផលសិក្សាល្អប៉ុណ្ណោះទេប៉ុន្តែនាងក៏មានការគិតវិភាគចេះដោះស្រាយបញ្ហានិងមានភាពអត់ធ្មត់ដែលកម្ររកបានក្នុងសិស្សអាយុប៉ុណ្ណោះនៅពេលមានការប្រកួតប្រជែងផ្នែកអក្សរសាស្ត្រនិងការតែងនិពន្ធតំណាងខេត្តគ្រូបានជ្រើសរើសសុភាឲ្យចូលរួមដោយគ្មានការស្ទាក់ស្ទើរដំបូងនាងមានអារម្មណ៍ភ័យខ្លាចព្រោះមិនធ្លាប់ប្រកួតក្នុងកម្រិតធំបែបនេះទេប៉ុន្តែគ្រូបានប្រាប់នាងថាមនុស្សដែលធ្លាប់ឆ្លងកាត់ការលំបាកយ៉ាងច្រើនដឹងច្បាស់ជាងអ្នកដទៃអំពីតម្លៃនៃការខិតខំពាក្យលើកទឹកចិត្តនោះបានធ្វើឲ្យសុភាប្រមូលកម្លាំងចិត្តហើយខិតខំរៀនទាំងថ្ងៃទាំងយប់ទន្ទឹមនេះលោកវិសាលក៏បានផ្លាស់ប្ដូរខ្លួនឯងយ៉ាងច្រើនរៀងរាល់សប្តាហ៍គាត់តែងធ្វើដំណើរទៅសួរសុខទុក្ខកូនស្រីនៅសាលាពេលខ្លះគាត់គ្រាន់តែនាំផ្លែឈើមួយថង់តូចឬនំដែលសុភាចូលចិត្តការនៅក្មេងទៅឲ្យនាងទោះជាអំណោយទាំងនោះមិនថ្លៃក៏ដោយប៉ុន្តែវាបានបង្ហាញថាគាត់កំពុងព្យាយាមសងនៅអ្វីដែលខ្លួនបានខកខានអស់ជាច្រើនឆ្នាំរាល់ពេលដែលបានឃើញកូនស្រីញញឹមនិងនិយាយអំពីការសិក្សាដោយក្តីស្រឡាញ់បេះដូងរបស់លោកវិសាលក៏មានសេចក្តីសុខឡើងវិញបន្តិចម្ដងគាត់បានសន្យានឹងខ្លួនឯងថាទោះត្រូវលំបាកយ៉ាងណាក៏នឹងមិនឲ្យកូនស្រីរបស់គាត់បាត់បង់ឱកាសដោយសារកំហុសរបស់គាត់ម្ដងទៀតឡើយនៅឯផ្ទះវិញមេលានិងរចនាកំពុងរស់នៅក្នុងភាពស្ងប់ស្ងាត់ដែលគ្មានសេចក្តីសុខក្រោយពីការពិតត្រូវបានបង្ហាញលោកវិសាលមិនដែលស្រែកដាក់ពួកគេទេប៉ុន្តែភាពទុកចិត្តដែលធ្លាប់មានបានបាត់បង់ទៅហើយមេលាតែអង្គុយសម្លឹងមើលបន្ទប់ទទេរបស់សុភាពេលខ្លះនាងឃើញសៀវភៅចាស់ដែលសុភាធ្លាប់អាននិងនឹកឃើញថាក្មេងស្រីម្នាក់នោះមិនដែលតបតឬសងសឹកនាងសូម្បីតែមួយលើករាល់អំពើអាក្រក់ដែលនាងបានធ្វើកំពុងតែត្រឡប់មកជាទម្ងន់នៅក្នុងបេះដូងរបស់នាងចាប់ផ្ដើមយល់ថាការស្រឡាញ់កូនខ្លួនឯងមិនគួរធ្វើឡើងដោយការធ្វើបាបកូនអ្នកដទៃឡើយប៉ុន្តែការសោកស្ដាយនៅពេលនេះមិនអាចលុបបំបាត់ទឹកភ្នែកដែលសុភាធ្លាប់ស្រក់អស់ជាច្រើនឆ្នាំបានទៀតទេប្រតិអន្តអេងក៏ចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនដែរនាងលែងមានភាពក្រអឺតក្រទមដូចមុននៅសាលាលទ្ធផលសិក្សារបស់នាងកាន់តែធ្លាក់ចុះព្រោះនាងគ្មានអ្នកណាជួយបង្រៀនដូចពេលសុភានៅផ្ទះទៀតទើបនាងដឹងថាក្មេងស្រីដែលខ្លួនធ្លាប់មើលងាយគឺជាមនុស្សដែលតែងជួយអ្នកដទៃដោយស្ងៀមស្ងាត់វត្តអេសារីបានធ្វើឲ្យរចនាចាប់ផ្ដើមខិតខំរៀននិងផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្លួននាងមានបំណងថាថ្ងៃណាមួយនាងនឹងសុំទោសសុភាដោយស្មោះពីបេះដូងពេលរបៀបានកន្លងផុតទៅមួយឆ្នាំសុភាបានឈ្នះការប្រកួតអក្សរសាស្ត្រថ្នាក់ខេត្តនិងត្រូវបានជ្រើសរើសតំណាងខេត្តទៅប្រកួតថ្នាក់ជាតិ
ព័ត៌មាននេះត្រូវបានផ្សាយនៅក្នុងសាលានិងកាសែតក្នុងតំបន់មនុស្សជាច្រើនចាប់ផ្ដើមស្គាល់ឈ្មោះក្មេងស្រីដែលធ្លាប់មានជីវិតកំសត់ម្នាក់នេះគ្រូទាំងអស់មានមោទនភាពហើយលោកវិសាលក៏ឈរមើលរូបថតកូនស្រីនៅលើផ្ទាំងព័ត៌មានដោយភ្នែកពោពេញលើទឹកភ្នែកនៃក្តីរំភើបគាត់ដឹងថាក្មេងស្រីដែលធ្លាប់ត្រូវគេចោទថាជាចោរនឹងត្រូវបណ្តេញចេញពីផ្ទះកំពុងខ្លាចជាមោទនភាពរបស់មនុស្សជាច្រើនប៉ុន្តែសម្រាប់សុភាភាពជោគជ័យទាំងនេះមិនមែនជាគោលដៅចុងក្រោយរបស់នាងឡើយនៅក្នុងបេះដូងរបស់នាងនៅតែមានក្តីស្រមៃមួយដែលធំជាងការឈ្នះពានរង្វាន់នាងចង់រៀនឲ្យបានខ្ពស់មានការងារល្អនិងបង្កើតមូលនិធិមួយដើម្បីជួយកុមារក្រីក្រនិងក្មេងៗដែលកំពុងរស់នៅក្នុងគ្រួសារដែលគ្មានភាពកក់ក្ដៅដូចជាជីវិតដែលនាងធ្លាប់ឆ្លងកាត់នាងជឿថាការឈឺចាប់របស់ខ្លួននឹងមានន័យប្រសិនបើវាអាចក្លាយជាពន្លឺសម្រាប់អ្នកដទៃហើយជោគវាសនាក៏កំពុងរៀបចំឱកាសដ៏ធំមួយសម្រាប់នាងការប្រកួតថ្នាក់ជាតិដែលនឹងមកដល់មិនត្រឹមតែអាចផ្លាស់ប្ដូរជីវិតរបស់សុភាប៉ុណ្ណោះទេប៉ុន្តែវាក៏នឹងនាំមនុស្សម្នាក់ដែលមានឥទ្ធិពលយ៉ាងខ្លាំងមកកាន់ជីវិតរបស់នាងនិងបើកទ្វារឆ្ពោះទៅកាន់ភាពជោគជ័យដែលនាងមិនធ្លាប់នឹកស្មានដល់ពេលវាបានរំកិលទៅមុខយ៉ាងឆាប់រហ័សសុភាបានឈានចូលឆ្នាំចុងក្រោយនៃវិទ្យាល័យដោយមានលទ្ធផលសិក្សាល្អបំផុតក្នុងចំណោមសិស្សទាំងអស់ជីវិតរបស់នាងនៅតែសាមញ្ញដូចដើមនាងមិនធ្លាប់ភ្លេចថាខ្លួនធ្លាប់ជាក្មេងស្រីដែលគ្មានកន្លែងស្នាក់នៅនិងធ្លាប់យំក្រោមដើមពោធិ៍ម្នាក់ឯងនោះឡើយរាល់ពេលឈ្នះរង្វាន់ឬទទួលបានការសរសើរនាងតែងរំលឹកខ្លួនឯងថាភាពជោគជ័យមិនមែនកើតឡើងដោយសំណាងទេប៉ុន្តែកើតឡើងពីទឹកភ្នែកការអត់ធ្មត់និងការខិតខំដែលគ្មានអ្នកណាមើលឃើញមនុស្សជាច្រើនបានឃើញស្នាមញញឹមរបស់នាងនៅថ្ងៃនេះប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាស្នាមញញឹមនោះត្រូវបានបង្កើតឡើងពីការឈឺចាប់រាប់មិនអស់កាលពីអតីតកាលការប្រកួតអក្សរសាស្ត្រថ្នាក់ជាតិបានមកដល់សិស្សពូកែពីគ្រប់រាជធានីខេត្តបានប្រជុំគ្នានៅក្នុងសាលប្រជុំដ៏ធំមួយសុភាមិនមានសម្លៀកបំពាក់ប្រណីតដូចបេក្ខជនខ្លះឡើយនាងស្លៀកឯកសណ្ឋានសាលាស្អាតមួយឈុតដែលត្រូវបានបោកនិងអ៊ុតយ៉ាងប្រុងប្រយ័ត្នដោយដៃរបស់នាងផ្ទាល់មុនចូលប្រកួតនាងបានបិទភ្នែកហើយនឹកដល់ម្ដាយដែលធ្លាប់ប្រាប់ថាកូនមិនចាំបាច់ឈ្នះអ្នកដទៃទាំងអស់ទេកូនគ្រាន់តែឈ្នះភាពអស់សង្ឃឹមនៅក្នុងខ្លួនឯងក៏គ្រប់គ្រាន់ហើយពាក្យនោះបានផ្ដល់កម្លាំងចិត្តដល់នាងដើម្បីដើរចូលទៅក្នុងសាលប្រកួតដោយភាពជឿជាក់ការប្រកួតបានប្រព្រឹត្តទៅអស់ជាច្រើនម៉ោងប្រធានបទដែលគណៈកម្មការបានដាក់ឲ្យសរសេរគឺអំពីការអប់រំនិងការតស៊ូដើម្បីផ្លាស់ប្ដូរជីវិតនៅពេលឃើញប្រធានបទនេះសុភាមានអារម្មណ៍ថាវាមិនមែនជាការប្រឡងឡើយប៉ុន្តែជាការងារសរសេរពីជីវិតរបស់ខ្លួននាងបានចាក់បេះដូងទាំងមូលចូលទៅក្នុងការតែងនិពន្ធដោយសរសេរអំពីមនុស្សដែលមិនព្រមចុះចាញ់ចំពោះជោគវាសនាអំពីការអត់ធ្មត់ដែលផ្លាស់ប្ដូរអនាគតនិងអំពីក្តីស្រឡាញ់ដែលនៅតែអាចដោះឡើងវិញទោះបីជាធ្លាប់ត្រូវបំផ្លាញដោយភាពអាក្រក់ក៏ដោយរាល់ពាក្យដែលនាងសរសេរមិនមែនជាពាក្យដែលរៀនពីសៀវភៅតែមួយមុខទេប៉ុន្តែជាពាក្យដែលកើតចេញពីបទពិសោធន៍ពិតនៃជីវិតនៅថ្ងៃប្រកាសលទ្ធផលសារប្រជុំទាំងមួយស្ងប់ស្ងាត់ខណៈដែលប្រធានគណៈកម្មការបានអានឈ្មោះជ័យលាភីនៅពេលឈ្មោះសុភាត្រូវបានប្រកាសថាជាម្ចាស់ជ័យលាភីលេខ1ទូទាំងប្រទេសសម្ដែងតែដៃបានលាន់លើពេញសាលលោកវិសាលដែលអង្គុយនៅជួរក្រោយមិនអាចទប់ទឹកភ្នែកបានឡើយគាត់នឹកឃើញក្មេងស្រីតូចម្នាក់ដែលធ្លាប់អង្គុយអានសៀវភៅក្រោមពន្លឺចង្គៀងនិងធ្លាប់ត្រូវបណ្ដេញចេញពីផ្ទះដោយគ្មានកំហុសថ្ងៃនេះក្មេងស្រីដដែលនោះបានឈរនៅលើឆាកទទួលពានរង្វាន់ជាតិដោយស្នាមញញឹមដែលពោពេញដោយមោទនភាពនិងភាពរឹងមាំសម្រាប់លោកវិសាលនេះមិនមែនជាជ័យជំនះរបស់កូនស្រីតែម្នាក់ទេប៉ុន្តែជាការបញ្ជាក់ថាមនុស្សល្អទោះត្រូវជួបទុក្ខលំបាកយ៉ាងណាក៏នៅតែអាចឈានទៅរកពន្លឺបានក្នុងចំណោមភ្ញៀវកិត្តិយសដែលអញ្ជើញមកចូលរួមពិធីនោះមានសប្បុរសជននិងម្ចាស់មូលនិធិអប់រំដ៏ល្បីម្នាក់ផងដែរលោកបានអានការតែងនិពន្ធរបស់សុភាដោយយកចិត្តទុកដាក់ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការគិតនិងភាពចាស់ទុំរបស់នាងបន្ទាប់ពីកម្មវិធីចប់លោកបានសូមជួបសុភាផ្ទាល់ហើយសួរអំពីជីវិតរបស់នាងដំបូងសុភាមិនចង់និយាយពីអតីតកាលទេប៉ុន្តែដោយការលើកទឹកចិត្តពីលោកគ្រូនិងឪពុកនាងក៏បានរៀបរាប់រឿងរ៉ាវខ្លះៗដោយសង្ខេបសប្បុរសជនរូបនោះស្ដាប់ដោយស្ងៀមស្ងាត់ហើយចុងក្រោយក៏មានប្រសាសន៍ថាមនុស្សដែលអាចឈរឡើងវិញបានបន្ទាប់ពីការឈឺចាប់បែបនេះគឺជាមនុស្សដែលសង្គមត្រូវការជាងគេបន្ទាប់ពីពិធីនោះបានបញ្ចប់មូលនិធិអប់រំបានផ្ដល់អាហារូបករណ៍ពេញលេញដល់សុភាដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យល្បីមួយដោយរ៉ាប់រងថ្លៃសិក្សាកន្លែងស្នាក់នៅនិងការចំណាយទាំងអស់រហូតដល់បញ្ចប់បរិញ្ញាបត្រពេលទទួលបានដំណឹងនេះសុភាឈរស្ងៀមមួយសន្ទុះមុននឹងស្រក់ទឹកភ្នែកដោយក្តីរំភើបទឹកភ្នែកលើកនេះខុសពីទឹកភ្នែកដែលនាងធ្លាប់ស្រក់ក្រោមដើមពោធិ៍វាជាទឹកភ្នែកនៃក្តីសង្ឃឹមដែលកើតឡើងបន្ទាប់ពីការតស៊ូដ៏វែងឆ្ងាយនៅថ្ងៃត្រឡប់មកផ្ទះវិញលោកវិសាលបានកាន់វិញ្ញាបនមកបាត់ជ័យលាភីរបស់កូនស្រីដោយមុខពោពេញដោយស្នាមញញឹមអ្នកភូមិដែលធ្លាប់ស្គាល់សុភាតាំងពីតូចបានមកអបអរសាទរគ្រប់គ្នា
ពួកគេនិយាយថាក្មេងស្រីដែលធ្លាប់មានជីវិតកំសត់បំផុតក្នុងភូមិបានក្លាយជាមោទនភាពរបស់ភូមិទាំងមូលសូម្បីតែមាលានិងរចនាក៏ឈរមើលសុភាដោយទឹកភ្នែកពួកគេមិនយំដោយការចំណានដូចមុនទៀតទេប៉ុន្តែយំដោយវិបដិសារីនិងការកោតសរសើរចំពោះក្មេងស្រីដែលមិនធ្លាប់សងសឹកអ្នកដែលធ្វើបាបនាងនៅពេលមាលាដើរមកគោនៅមុខសុភានាងមិនអាចនិយាយពាក្យណាមួយបានឡើយនាងគ្រាន់តែអោនក្បាលដោយភាពអាម៉ាស់សុភាសម្លឹងមើលម្ដាយចុងដែលធ្លាប់ធ្វើឲ្យជីវិតនាងពោពេញដោយទឹកភ្នែកប៉ុន្តែនៅក្នុងភ្នែករបស់នាងមិនមានកំហឹងទៀតឡើយមានតែភាពស្ងប់ស្ងាត់និងការយល់ថាមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើខុសហើយអ្វីដែលសំខាន់គឺការហ៊ានទទួលស្គាល់កំហុសរបស់ខ្លួនថ្ងៃនោះបានក្លាយជាថ្ងៃដែលជីវិតរបស់សុភាបើកទ្វារទៅកាន់ពិភពលោកថ្មីប៉ុន្តែសម្រាប់នាងភាពជោគជ័យពិតប្រាកដមិនមែនជាពានរង្វាន់ឬអាហារូបករណ៍នោះទេភាពជោគជ័យពិតប្រាកដគឺការដែលនាងអាចរក្សាចិត្តល្អរបស់ខ្លួនបានទោះបីជាជីវិតបានសាកល្បងនាងយ៉ាងខូខើប៉ុណ្ណាក៏ដោយពេលវាបានឈានចូលដំណាក់កាលថ្មីមួយទៀតនៃជីវិតសុភាពីក្មេងស្រីដែលធ្លាប់ដើរជើងទទេនៅតាមផ្លូវដីក្រហមធ្លាប់គេងយំម្នាក់ឯងនៅក្រោមដើមពូនាងបានក្លាយជានិស្សិតម្នាក់នៅសាកលវិទ្យាល័យដ៏ល្បីដែលមានឱកាសសិក្សាដោយយុវជនជាច្រើនដែលមានជីវភាពធូរធារទោះបីជាជីវិតរបស់នាងបានផ្លាស់ប្ដូរយ៉ាងច្រើនក៏ដោយប៉ុន្តែសុភាមិនដែលអនុញ្ញាតឲ្យភាពជោគជ័យធ្វើឲ្យនាងភ្លេចអតីតកាលឡើយរៀងរាល់ពេលឈរមើលអគារខ្ពស់ៗនៅក្នុងបរិវេណសាកលវិទ្យាល័យនាងតែងរំលឹកខ្លួនឯងថាកាលពីមុននាងធ្លាប់គិតថាការបន្តរៀនគឺជាសបិនដែលមិនអាចក្លាយជាការពិតការដែលអាចឈរនៅទីនេះបានគឺមិនមែនដោយសារសំណាងទេប៉ុន្តែដោយសារការតស៊ូដែលមិនព្រមចុះចាញ់ចំពោះជីវិតនៅសាកលវិទ្យាល័យសុភាបានជ្រើសរើសសិក្សាផ្នែកអប់រំនិងការអភិវឌ្ឍសង្គមមនុស្សជាច្រើនសួរនាងថាហេតុអ្វីបានជាមិនជ្រើសរើសមុខជំនាញដែលអាចរកប្រាក់បានច្រើនជាងនេះសម្រាប់សុភាចម្លើយមានតែមួយគត់នាងចង់ប្រើជីវិតរបស់ខ្លួនជួយកុមារនិងយុវជនដែលកំពុងរស់នៅក្នុងភាពលំបាកដូចជាជីវិតដែលនាងធ្លាប់ឆ្លងកាត់នាងជឿថាការអប់រំអាចជួយសង្គ្រោះមនុស្សម្នាក់បានប្រសិនបើថ្ងៃនោះគ្រូបង្រៀនមិនបានសង្កេតឃើញទឹកភ្នែករបស់នាងប្រសិនបើព្រះសង្ឃមិនបានផ្ដល់ជំរកមួយយប់និងប្រសិនបើសប្បុរសជនមិនបានផ្ដល់អាហារូបករណ៍នោះជីវិតរបស់នាងប្រហែលជាមិនមានថ្ងៃនេះឡើយដូច្នេះនាងចង់ក្លាយជាមនុស្សម្នាក់ដែលអាចធ្វើជាពន្លឺសម្រាប់អ្នកដទៃដោយដែលអ្នកទាំងនោះធ្លាប់ធ្វើជាពន្លឺសម្រាប់នាងទោះបីជាទទួលបានអាហារូបករណ៍ពេញលេញក៏ដោយសុភានៅតែខិតខំធ្វើការងារក្រៅម៉ោងនៅចុងសប្តាហ៍នាងបង្រៀនកុមារក្រីក្រដោយឥតគិតថ្លៃនៅមណ្ឌលសហគមន៍មួយនិងប្រើប្រាស់ឧបត្ថម្ភតិចតួចដែលទទួលបានទិញសៀវភៅសម្រាប់កុមារដែលគ្មានលទ្ធភាពរាល់ពេលឃើញក្មេងៗញញឹមពេលអាចអានសៀវភៅថ្មីបាននាងតែងនឹកឃើញខ្លួនឯងកាលពីកុមារដែលធ្លាប់ចាត់ទុកសៀវភៅមួយក្បាលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតភាពរីករាយរបស់សុភាមិនមែនស្ថិតនៅក្នុងការទទួលបានអ្វីៗសម្រាប់ខ្លួនឯងទេប៉ុន្តែស្ថិតនៅក្នុងការឃើញអ្នកដទៃមានឱកាសល្អជាងមុនលោកវិសាលនៅតែបន្តទៅសួរសុខទុក្ខកូនស្រីជាប្រចាំរាល់ពេលឃើញសុភានិយាយទៅកាន់កុមារដោយស្នាមញញឹមនិងភាពអត់ធ្មត់គាត់តែងមានអារម្មណ៍ថាភរិយាដែលបានចាក់ចេញទៅយូរហើយកំពុងរស់នៅក្នុងចិត្តរបស់កូនស្រីគាត់ចាប់ផ្ដើមយល់ថាការអប់រំដែលម្ដាយរបស់សុភាបានបន្សល់ទុកមិនមែនជាទ្រព្យសម្បត្តិដែលអាចបាត់បង់បានឡើយទោះបីជាជីវិតបានបបោះសុភាយ៉ាងណាក៏ដោយក៏នាងនៅតែរក្សាចិត្តល្អនិងមិនយកភាពឈឺចាប់ទៅបង្កជាទុក្ខដល់អ្នកដទៃនេះហើយជាមរតកដ៏ធំបំផុតដែលម្ដាយរបស់នាងបានទុកឲ្យនៅឯផ្ទះចាស់វិញមាលាបានផ្លាស់ប្ដូរខ្លួនឯងយ៉ាងខ្លាំងនាងលែងមានភាពប្រកែកអត់ទោមនឹងការរើសអើងដូចមុនទៀតហើយនាងចាប់ផ្ដើមជួយការងារវត្តចូលរួមសកម្មភាពសហគមន៍និងព្យាយាមធ្វើអំពើល្អដើម្បីសងនូវកំហុសដែលខ្លួនបានប្រព្រឹត្តទោះបីជានាងដឹងថាគ្មានអំពើល្អណាមួយអាចលុបទឹកភ្នែកដែលសុភាធ្លាប់ស្រាប់បានក៏ដោយប៉ុន្តែនាងនៅតែចង់រស់នៅជាមនុស្សថ្មីរចនាក៏បានខិតខំរៀនរហូតអាចចូលរៀននៅមហាវិទ្យាល័យមួយដែរមុនចេញទៅសិក្សានាងបានសរសេរសម្បត្តិមួយទៅសុភាដោយសុំទោសចំពោះគ្រប់អំពើដែលខ្លួនធ្លាប់បានធ្វើនៅក្នុងសម្បត្តិនោះនាងសរសេរថាមនុស្សដែលនាងធ្លាប់ចំណែនបំផុតគឺជាមនុស្សដែលនាងគោរពបំផុតនៅថ្ងៃនេះនាយករដ្ឋមន្ត្រីមុននៃការសិក្សាសុភាត្រូវបានជ្រើសរើសជានិស្សិតឆ្នាំប្រចាំសាកលវិទ្យាល័យនាងក៏ទទួលបានឱកាសធ្វើកម្មសិក្សានៅក្នុងអង្គការអភិវឌ្ឍការអប់រំមួយដែលធ្វើការជួយកុមារនៅតំបន់ជនបទនៅទីនោះមនុស្សគ្រប់គ្នាចាប់អារម្មណ៍ចំពោះការខិតខំការទទួលខុសត្រូវនិងចិត្តសប្បុរសរបស់នាងអ្នកដឹកនាំអង្គការបាននិយាយថាមនុស្សដែលធ្លាប់ឆ្លងកាត់ទុក្ខលំបាកគឺជាមនុស្សដែលយល់ចិត្តអ្នកដទៃបានជ្រៅជាងគេពាក្យសរសើរនោះមិនបានធ្វើឲ្យសុភាមានអំនួតឡើយផ្ទុយទៅវិញវាបានធ្វើឲ្យនាងកាន់តែតាំងចិត្តថានឹងប្រើចំណេះដឹងនិងបទពិសោធន៍របស់ខ្លួនដើម្បីជួយអ្នកដទៃឲ្យបានច្រើនជាងមុននៅថ្ងៃបញ្ចប់ការសិក្សាសុភាបានឈរនៅលើឆាកទទួលសញ្ញាបត្រដោយកិត្តិយសក្នុងចំណោមអ្នកដែលអង្គុយនៅក្រោមឆាកមានលោកវិសាលលោកគ្រូដែលធ្លាប់ជួយនាងព្រះសង្ឃចំណាត់ដែលធ្លាប់ផ្ដល់ជំរកឲ្យនាងនិងសប្បុរសជនដែលធ្លាប់ផ្ដល់អាហារូបករណ៍
សុភាសម្លឹងមើលមនុស្សទាំងនោះដោយភ្នែកពោពេញដោយទឹកភ្នែកនៃក្តីដឹងគុណនាងដឹងថាភាពជោគជ័យនេះមិនមែនជារបស់នាងតែម្នាក់ឡើយប៉ុន្តែជាផលនៃក្តីមេត្តានិងការជួយជ្រោមជ្រែងពីមនុស្សជាច្រើនដែលបានលើកដៃជួយនាងនៅពេលដែលនាងធ្លាក់ដល់បាតជីវិតនៅថ្ងៃនោះសុភាបានសន្យានឹងខ្លួនឯងថានាងពេលមិត្តរៀនមួយក្រុមនេះបង្កើតមូលនិធិមួយដើម្បីផ្ដល់អាហារូបករណ៍ដល់កុមារក្រីក្រនិងកុមារដែលរស់នៅក្នុងគ្រួសារមានបញ្ហានាងមិនចង់ឲ្យក្មេងណាម្នាក់បោះបង់ការសិក្សាដោយសារភាពក្រីក្រឬដោយសារតែគ្មានអ្នកជឿជាក់លើពួកគេទៀតឡើយសុភាមិនបានដឹងទេថាក្តីស្រមៃមួយនេះនឹងក្លាយជាការពិតក្នុងពេលដ៏ខ្លីខាងមុខហើយការវិលត្រឡប់ទៅភូមិកំណើតរបស់នាងក្នុងនាមជាស្ត្រីជោគជ័យម្នាក់នឹងក្លាយជាពេលវេលាដែលធ្វើឲ្យមនុស្សគ្រប់គ្នាយល់ថាមនុស្សដែលមិនព្រមចោះចាញ់ចំពោះជោគវាសនាអាចផ្លាស់ប្ដូរជីវិតរបស់ខ្លួននិងជីវិតអ្នកដទៃបានពិតប្រាកដបន្ទាប់ពីបញ្ចប់ការសិក្សាដោយកិត្តិយសសុភាត្រូវបានអង្គការអភិវឌ្ឍការអប់រំដែលនាងធ្លាប់ធ្វើកម្មសិក្សាផ្ដល់ឱកាសឲ្យបំពេញការងារជាផ្លូវការដោយសារសមត្ថភាពការទទួលខុសត្រូវនិងភាពស្មោះត្រង់នាងត្រូវបានដំណើរដំណើរក្នុងរយៈពេលដ៏ខ្លីនាងបានដឹកនាំគម្រោងជាច្រើនដែលផ្ដល់អាហារូបករណ៍សាងសង់បណ្ណាល័យតូចៗនៅតាមជនបទនិងបង្កើតកម្មវិធីបង្រៀនដ៏ឥតគិតថ្លៃសម្រាប់កុមារក្រីក្រមនុស្សជាច្រើនចាប់ផ្ដើមស្គាល់ឈ្មោះសុភាមិនមែនដោយសារនាងធ្លាប់រងទុក្ខទេប៉ុន្តែដោយសារនាងជាស្ត្រីវ័យក្មេងម្នាក់ដែលបានយកការឈឺចាប់របស់ខ្លួនទៅបង្កើតក្តីសង្ឃឹមសម្រាប់អ្នកដទៃសម្រាប់នាងភាពជោគជ័យពិតប្រាកដមិនមែនជាការមានប្រាក់ច្រើនឬមានមុខតំណែងខ្ពស់ឡើយប៉ុន្តែជាការដែលអាចឃើញក្មេងម្នាក់មានឱកាសរៀនសូត្រនិងញញឹមដោយក្តីសង្ឃឹមប្រហែលឆ្នាំក្រោយមកអង្គការទេសភាពបម្រើការងារបានសម្រេចបើកគម្រោងអប់រំថ្មីមួយនៅភូមិកំណើតរបស់នាងនៅពេលលើឈ្មោះភូមិដែលធ្លាប់ពោពេញដោយទឹកភ្នែកនិងការឈឺចាប់សុភាស្ងៀមមួយសន្ទុះអតីតកាលទាំងអស់បានត្រឡប់មកក្នុងការចងចាំរបស់នាងម្ដងទៀតនាងនឹកឃើញផ្ទះឈើតូចដែលធ្លាប់ពោពេញដោយសំណើចរបស់ម្ដាយនឹកឃើញថ្ងៃដែលត្រូវបណ្ដេញចេញពីផ្ទះនឹកឃើញរាត្រីដែលត្រូវគេងក្រោមដើមពូលនឹកឃើញទឹកភ្នែករាប់មិនអស់ដែលធ្លាប់ស្រក់ដោយស្ងៀមស្ងាត់ប៉ុន្តែលើកនេះនាងមិនមានអារម្មណ៍ភ័យខ្លាចទៀតឡើយផ្ទុយទៅវិញនាងមានអារម្មណ៍ថាដល់ពេលដែលនាងត្រូវត្រឡប់ទៅកន្លែងដែលធ្លាប់បំបែកបេះដូងរបស់នាងដើម្បីបំពេញវាឲ្យពេញវិញដោយក្តីមេត្តានៅថ្ងៃដែលរថយន្តរបស់អង្គការបើកចូលក្នុងភូមិអ្នកភូមិជាច្រើនបាននាំគ្នាមកទទួលពួកគេមិនបានទទួលស្ត្រីជោគជ័យម្នាក់ប៉ុណ្ណោះទេប៉ុន្តែពួកគេកំពុងទទួលក្មេងស្រីដែលធ្លាប់ធំឡើងនៅក្នុងភូមិនេះហើយបានតស៊ូរហូតក្លាយជាមោទនភាពរបស់អ្នកទាំងអស់លោកគ្រូចាស់ៗដែលធ្លាប់បង្រៀននាងព្រះសង្ឃដែលធ្លាប់ជួយនាងនិងអ្នកជិតខាងដែលធ្លាប់ឃើញនាងធ្វើការងារធ្ងន់បាននាំគ្នាមកអបអរសាទរដោយទឹកមុខពោពេញដោយក្តីរំភើបលោកវិសាឈរនៅចុងជួរមនុស្សដោយភ្នែកពោពេញដោយទឹកភ្នែកនៃមោទនភាពថ្ងៃនេះគាត់មិនបានឃើញកូនស្រីកំសត់ដែលត្រូវការការពារទៀតឡើយគាត់បានឃើញស្ត្រីរឹងមាំម្នាក់ដែលអាចឈរដោយកម្លាំងរបស់ខ្លួននិងកំពុងជួយមនុស្សរាប់រយនាក់ក្នុងពិធីបើកគម្រោងសភាត្រូវបានអញ្ជើញឡើងថ្លែងសន្ទរកថានាងមិនបាននិយាយអំពីភាពជោគជ័យរបស់ខ្លួនទេនាងនិយាយអំពីតម្លៃនៃការអប់រំអំពីការមិនបោះបង់ក្តីស្រមៃនិងអំពីក្តីស្រឡាញ់ដែលអាចផ្លាស់ប្ដូរជីវិតមនុស្សម្នាក់បាននាងប្រាប់កុមារទាំងអស់ដែលអង្គុយស្ដាប់ថាមិនថាពួកគេកើតក្នុងគ្រួសារក្រីក្រឬកំពុងជួបទុក្ខលំបាកយ៉ាងណាក៏ដោយកុំបោះបង់ការសិក្សានិងកុំបោះបង់ការធ្វើជាមនុស្សល្អពាក្យទាំងនោះបានធ្វើឲ្យមនុស្សជាច្រើនស្រក់ទឹកភ្នែកព្រោះពួកគេដឹងថាវាមិនមែនជាពាក្យដែលអានចេញពីក្រដាសទេប៉ុន្តែជាពាក្យដែលកើតចេញពីជីវិតពិតរបស់នាងក្រោយកម្មវិធីបានបញ្ចប់មេលីនិងរចនាបានដើរមកជួបសុភាដោយទឹកមុខពោពេញដោយវប្បធម៌សារីមេលីមានសក់ស្កើនិងទឹកមុខចាស់ជាងវ័យយ៉ាងច្រើនឆ្នាំជាច្រើននៃការរស់នៅជាមួយការសោកស្ដាយបានធ្វើឲ្យនាងយល់ថាអំពើអាក្រក់ដែលនាងបានប្រព្រឹត្តមិនត្រឹមតែបំផ្លាញជីវិតសុភាប៉ុណ្ណោះទេប៉ុន្តែវាក៏បានបំផ្លាញសេចក្តីសុខនៅក្នុងបេះដូងរបស់នាងផងដែរដោយដៃញ័រនាងបានអន់ក្បាលចុះហើយសំទោសសុភាចំពោះគ្រប់រឿងដែលបានកើតឡើងទឹកភ្នែករបស់នាងហូរមិនឈប់ព្រោះនាងដឹងថាពាក្យសំទោសមួយម៉ាត់មិនអាចលុបបំបាត់ទឹកភ្នែកដែលក្មេងស្រីម្នាក់ធ្លាប់ស្រក់អស់ជាច្រើនឆ្នាំបានឡើយរាជអង្គក៏ស្រក់ទឹកភ្នែកដែរនាងបានទទួលស្គាល់ថាខ្លួនធ្លាប់ចរណែនធ្លាប់កុហកនិងធ្លាប់ធ្វើឲ្យសុភារងទុក្ខដោយគ្មានហេតុផលនាងប្រាប់ថារាល់ពេលនឹកឃើញរឿងទាំងនោះនាងមិនដែលអាចអភ័យទោសឲ្យខ្លួនឯងបានឡើយនាងគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយសុភានឹងអាចអភ័យទោសឲ្យពួកគេដើម្បីឲ្យពួកគេមានឱកាសកែប្រែខ្លួននិងរស់នៅដោយមិនមានបន្ទុកក្នុងចិត្តទៀតសុភាឈរស្ងៀមមួយសន្ទុះនាងសម្លឹងមើលម្ដាយចុងនិងប្អូនស្រីដែលធ្លាប់ធ្វើឲ្យនាងយំរាប់មិនអស់បើជាការពីមុនប្រហែលជានាងនឹងមានកំហឹងនៅក្នុងចិត្តប៉ុន្តែថ្ងៃនេះអារម្មណ៍ទាំងនោះបានបាត់បង់អស់ហើយនាងបានដើរទៅជិតមេលាហើយលើកដៃជួយឲ្យនាងងើបឈរឡើងវិញសុភាប្រាប់ថា
ជីវិតបានបង្រៀននាងថាការសងសឹកមិនធ្វើឲ្យអ្នកណាមានសេចក្តីសុខឡើយអ្វីដែលអាចព្យាបាលរបួសបានគឺការអភ័យទោសនិងការផ្លាស់ប្ដូរខ្លួនឯងនាងបានអភ័យទោសឲ្យមីលីនិងរចនាមិនមែនព្រោះនាងភ្លេចអតីតកាលទេប៉ុន្តែព្រោះនាងមិនចង់ឲ្យការឈឺចាប់នោះបន្តរស់នៅក្នុងបេះដូងរបស់នាងទៀតវិមកតែនោះមនុស្សជាច្រើនដែលឈរនៅក្បែរបានស្រក់ទឹកភ្នែកមិនមែនដោយសារភាពសោកសៅទេប៉ុន្តែដោយសារតែពួកគេបានឃើញថាក្មេងស្រីដែលធ្លាប់រងទុក្ខបំផុតក្នុងភូមិមិនបានវិលត្រឡប់មកជាមួយកំហឹងឡើយនាងបានវិលត្រឡប់មកជាមួយក្តីមេត្តាការអភ័យទោសនិងការចង់ធ្វើឲ្យភូមិដែលធ្លាប់មានតែទឹកភ្នែកคล้ายជាកន្លែងដែលពោពេញដោយក្តីសង្ឃឹមវិញថ្ងៃនោះសុភាបានប្រកាសបង្កើតអាហារូបករណ៍ផ្ការីកដែលផ្ដល់ឱកាសឲ្យកុមារក្រីក្រនិងកុមារដែលបាត់បង់ឪពុកម្ដាយឬកំពុងរស់នៅក្នុងគ្រួសារដែលមានបញ្ហានាងនិយាយថានាងមិនចង់ឲ្យក្មេងណាម្នាក់មានអារម្មណ៍ថាខ្លួនឯកោដោយដែលនាងធ្លាប់មានទៀតឡើយពេលមើលស្នាមញញឹមរបស់កុមារតូចៗដែលបានទទួលសៀវភៅនិងអាហារូបករណ៍សុភាមានអារម្មណ៍ថាទឹកភ្នែកទាំងអស់ដែលនាងធ្លាប់ស្រក់មិនបានខ្ជះខ្ជាយឡើយវាបានក្លាយជាគ្រាប់ពូជដែលដុះចេញជាក្តីសង្ឃឹមសម្រាប់មនុស្សជាច្រើនក្រោយពីការបង្កើតអាហារូបករណ៍ផ្ការីកជីវិតរបស់សុភាបានឈានចូលដំណាក់កាលដ៏ស្រស់បំព្រងបំផុតពីមួយឆ្នាំទៅមួយឆ្នាំមូលនិធិរបស់នាងកាន់តែរីកចម្រើនដោយមានសប្បុរសជនជាច្រើនចូលរួមគាំទ្រកុមារក្រីក្ររាប់រយនាក់បានទទួលឱកាសចូលរៀនមានសៀវភៅមានសម្លៀកបំពាក់និងមានក្តីសង្ឃឹមថ្មីក្នុងជីវិតនៅគ្រប់ទីកន្លែងដែលសុភាទៅនាងមិនដែលនិយាយថាខ្លួនជាមនុស្សជោគជ័យទេនាងតែងប្រាប់ថាអ្វីដែលនាងមាននៅថ្ងៃនេះគឺជាលទ្ធផលនៃទឹកចិត្តល្អរបស់មនុស្សជាច្រើនដែលធ្លាប់លើកដៃជួយនាងនៅថ្ងៃដែលនាងគ្មានអ្វីសោះនាងជឿថាមនុស្សម្នាក់អាចឈរឡើងវិញបានព្រោះមានមនុស្សម្នាក់ទៀតមិនព្រមបោះបង់លើរូបគេដូច្នេះនាងក៏ចង់ក្លាយជាមនុស្សម្នាក់ដែលមិនបោះបង់លើអ្នកដទៃដូចគ្នាលោកវិសាលបានចូលនិវត្តន៍ពីការងារហើយចំណាយពេលជួយសកម្មភាពរបស់កូនស្រីរាល់ពេលឃើញសុភាឈរបង្រៀនកុមារក្រីក្រឬប្រគល់អាហារូបករណ៍ដោយស្នាមញញឹមគាត់តែងស្រក់ទឹកភ្នែកដោយក្តីមោទនភាពមានពេលខ្លះគាត់នៅតែនឹកឃើញអតីតកាលហើយវប្បធម៌សារីក៏នៅតែមាននៅក្នុងបេះដូងប៉ុន្តែសុភាតែងប្រាប់ឪពុកថាមិនគួររស់នៅជាមួយការសោកស្ដាយរហូតទេអ្វីដែលសំខាន់គឺការធ្វើថ្ងៃនេះឲ្យល្អជាងម្សិលមិញពាក្យទាំងនោះបានធ្វើឲ្យលោកវិសាលយល់ថាកូនស្រីដែលធ្លាប់ត្រូវការការពារពេលនេះបានក្លាយជាមនុស្សដែលអាចលើកទឹកចិត្តអ្នកដទៃបានហើយមាលានិងរចនាក៏បានផ្លាស់ប្ដូរជីវិតរបស់ខ្លួនទាំងស្រុងមាលាបានចំណាយពេលជួយកុមារកំព្រានិងធ្វើការងារសប្បុរសធម៌នៅក្នុងវត្តនាងមិនធ្វើដើម្បីឲ្យអ្នកណាសរសើរឡើយប៉ុន្តែនាងធ្វើដើម្បីរំលឹកស្ដែងថាមនុស្សដែលធ្លាប់ធ្វើខុសក៏នៅតែអាចកែប្រែខ្លួនបានប្រសិនបើហ៊ានទទួលស្គាល់កំហុសរចនាវិញបានក្លាយជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយរាល់ពេលឃើញកុមារណាម្នាក់ត្រូវគេមើលងាយឬត្រូវគេរើសអើងនាងតែងចូលទៅការពារដោយមិនស្ទាក់ស្ទើរព្រោះនាងមិនចង់ឲ្យកុមារណាម្នាក់រស់នៅក្នុងទុក្ខវេទនាដូចដែលសុភាធ្លាប់រស់នៅទៀតឡើយអតីតកាលរបស់នាងបានក្លាយជាមេរៀនដែលធ្វើឲ្យនាងក្លាយជាមនុស្សល្អជាងមុនច្រើនឆ្នាំក្រោយមកភូមិតូចដែលធ្លាប់ពោពេញដោយការខ្សឹបខ្សៀវនិងការរើសអើងបានផ្លាស់ប្ដូរទៅជាភូមិដែលមានបណ្ណាល័យកន្លែងសិក្សានិងកម្មវិធីជួយកុមារក្រីក្រកុមារជាច្រើនដែលបានទទួលអាហារូបករណ៍ពីសុភាបានរៀនចប់ក្លាយជាគ្រូពេទ្យគ្រូបង្រៀនវិស្វករនិងមន្ត្រីដែលត្រឡប់មកជួយសហគមន៍របស់ខ្លួនវិញមនុស្សជាច្រើនតែនិយាយថាបើថ្ងៃនោះសុភាជ្រើសរើសការសងសឹកជីវិតរបស់អ្នកជាច្រើនប្រហែលជាមិនបានផ្លាស់ប្ដូរដូចថ្ងៃនេះទេប៉ុន្តែនាងបានជ្រើសរើសការអភ័យទោសហើយការអភ័យទោសនោះបានក្លាយជាគ្រាប់ពូជដែលដុះជាអំពើល្អរាប់មិនអស់នៅរសៀលថ្ងៃមួយសុភាបានត្រឡប់ទៅកាន់ភ្នំម្ដាយបង្កើតដោយកាន់បាច់ផ្កាពណ៌ស្មួយបាច់នាងអង្គុយស្ងៀមនៅមុខភ្នំហើយសម្លឹងមើលមេឃដែលមានពន្លឺព្រះអាទិត្យរចែងចាំងចោលបត់តិចតិចនាំក្លិនផ្កាស្រក់ឲ្យរំភើបចិត្តនៅក្នុងវិនាទីនោះនាងមានអារម្មណ៍ដូចជាម្ដាយកំពុងញញឹមមើលនាងពីកន្លែងណាមួយនាងមិននិយាយពាក្យណាមួយឡើយប៉ុន្តែបេះដូងរបស់នាងបានពោពេញដោយការដឹងគុណចំពោះម្ដាយដែលបានបង្រៀនឲ្យធ្វើជាមនុស្សល្អដឹងគុណចំពោះទុក្ខលំបាកដែលបានបង្រៀនឲ្យនាងរឹងមាំនិងដឹងគុណចំពោះមនុស្សគ្រប់រូបដែលបានលើកដៃជួយនាងនៅពេលដែលពិភពលោកហាក់ដូចជាបោះបង់នាងពេលដើរចេញពីទីនោះសុភាងាកមើលភូមិដែលនាងធ្លាប់ស្អប់និងធ្លាប់ចង់រត់គេចពីវាប៉ុន្តែថ្ងៃនេះនាងមិនមានអារម្មណ៍ស្អប់ទៀតឡើយភូមិនេះជាកន្លែងដែលធ្លាប់ធ្វើឲ្យនាងស្រក់ទឹកភ្នែកប៉ុន្តែក៏ជាកន្លែងដែលបានបង្កើតស្ត្រីរឹងមាំម្នាក់ផងដែរបើគ្មានទុក្ខលំបាកទាំងនោះប្រហែលជានាងមិនអាចយល់ពីការឈឺចាប់របស់អ្នកដទៃហើយក៏មិនអាចជួយមនុស្សជាច្រើនដូចថ្ងៃនេះដែរ
ទើបនាងយល់ថាជីវិតមិនបានសាររបស់មនុស្សដើម្បីបំផ្លាញពួកគេទេជីវិតសាររបស់មនុស្សដើម្បីមើលថាពួកគេនឹងជ្រើសរើសខ្លាចជាអ្វីបន្ទាប់ពីឆ្លងកាត់ការឈឺចាប់ចាប់តាំងពីថ្ងៃនោះមកមនុស្សគ្រប់គ្នានៅក្នុងភូមិតែនិយាយប្រាប់កូនចៅរបស់ខ្លួនអំពីរឿងរបស់សុភាមិនមែនដើម្បីឲ្យពួកគេអាណិតក្មេងស្រីកំសត់ម្នាក់នោះទេប៉ុន្តែដើម្បីបង្រៀនថាមនុស្សមិនត្រូវវាស់តម្លៃអ្នកដទៃតាមភាពក្រីក្រឬស្ថានភាពគ្រួសាររបស់គេឡើយកុំប្រាំណៃធ្វើបាបអ្នកដែលខ្សោយជាងខ្លួនព្រោះការជឿចាប់ដែលអ្នកផ្ដល់ឲ្យគេអាចក្លាយជាកម្លាំងដែលនាំគេទៅរកភាពជោគជ័យហើយការធ្វើល្អទោះគ្មានអ្នកឃើញក៏ដោយថ្ងៃណាមួយវានឹងរីកដូចផ្កាបន្ទាប់ពីភ្លៀងបានមកឈប់ចុងក្រោយសុភាបានបង្ហាញឲ្យមនុស្សគ្រប់គ្នាឃើញថាកំណើតមិនអាចកំណត់ជោគវាសនារបស់មនុស្សបានទេការតស៊ូការអត់ធ្មត់ការអប់រំនិងចិត្តមេត្តាទើបជាអ្វីដែលសាងអនាគតមនុស្សដែលធ្លាប់រស់នៅក្នុងភាពងងឹតជាងគេក៏អាចក្លាយជាពន្លឺសម្រាប់អ្នកដទៃបានប្រសិនបើគេមិនព្រមបោះបង់ក្តីសង្ឃឹម